បាទលោកគ្រូបាទ បាទអរគុណខ្ញុំសូមអរគុណលោកគ្រូលោកប្រធានពុទ្ធសាសនាបណ្ឌិតដែលបានអញ្ជើញខ្ញុំមកធ្វើបទបឋកថាសម្រាប់ខែនេះហើយសូមជំរាបសួរអស់លោកស្រីទាំងអស់ដែលអញ្ជើញចូលរួមនៅក្នុងកម្មវិធីបឋកថាថ្ងៃនេះដែលទាំងនៅក្នុងកម្មវិធីមិត្តនេះហើយនឹងនៅលើបណ្ដាញសង្គម Facebook ដែលកំពុងតែផ្សាយផ្ទាល់ថ្ងៃនេះមែនតើដូចជារៀងធ្ងន់ចិត្តបន្តិចត្រង់ថាម៉េចប្រធានបទដូចជាថាវាជាប្រធានបទមួយដែលវាធំសម្រាប់បើថាមើលទៅវាធំណាវាធំសម្រាប់ការសិក្សាស្រាវជ្រាវទូទៅដោយសារអីរឿងរាមកេរ្តិ៍អស់លោកស្រីទាំងអស់ដឹងស្រាប់ហើយថាវាមិនមែនជារឿងដែលមានតែមួយច្បាប់រឿងនោះវាវែងវាធំហើយរឿងមួយទៀតនោះគឺថាវាមិនមែនមានតែមួយ version ណាវាមិនមែនមានតែមួយច្បាប់វាមានច្រើនច្បាប់ដល់តែវាមានច្រើនច្បាប់ខ្ញុំណេះយល់ថាពេលខ្លះការនិយាយអំពីរឿងរ៉ាវរបស់រឿងរាមកេរ្តិ៍មួយហ្នឹងពេលខ្លះវាអាចអត់ត្រូវជាមួយអ្វីដែលលោកស្រីធ្លាប់ដឹងពីមុនមកព្រោះអី version ដែលខ្ញុំប្រើហើយនិង version ដែលលោកស្រីដឹងនោះវាខុសៗគ្នាអញ្ចឹងទៅអញ្ចឹងហើយជំរាបជូនមុនសិនថាមុនចាប់ផ្ដើមធ្វើបទបង្ហាញនឹងខ្ញុំជំរាបដែរថាខ្ញុំនឹងមិនមែនជាអ្នកជំនាញខាងរឿងរាមកេរ្តិ៍ផ្នែកអក្សរសិល្ប៍នោះឲ្យវាស៊ីជម្រៅជ្រៅជ្រះនោះអត់ទេការដែលខ្ញុំលើករឿងរាមកេរ្តិ៍ហ្នឹងមកសិក្សាដោយសារតែវាជាផ្នែកមួយនៃនិកាយបបត្តិថ្នាក់បណ្ឌិតរបស់ខ្ញុំដែលខ្ញុំបានទៅសិក្សាពីរឿងពុទ្ធសិល្បៈបែបពុទ្ធសាសនានៅបាត់ដំបងហើយក្នុងហ្នឹងវាត្រូវសិក្សាពីរឿងចម្លាក់ហ្នឹងក៏វាមានចម្លាក់តាំងពីពុទ្ធរូបអីចឹងទៅចម្លាក់រឿងជាដកចម្លាក់រឿងពុទ្ធប្រវត្តិអីចឹងទៅនៅតាមវត្តហ្នឹងហើយវាមានចម្លាក់រឿងរាមកេរ្តិ៍ដែរអញ្ចឹងហើយទៅបង្ខំចិត្តសិក្សាពីរឿងហ្នឹងអញ្ចឹងដោយថាចាប់ផ្ដើមថ្មីដែរគឺទៅអានរឿងរាមកេរ្តិ៍ដើម្បីប្រៀបធៀបជាមួយនឹងសាច់រឿងនៅក្នុងចម្លាក់ហ្នឹងឡើងវិញអញ្ចឹងជំរាបវិញថាមុនឲ្យហើយថាអត់បានជំនាញខាងរឿងរាមកេរ្តិ៍នោះឲ្យវាជ្រាលជ្រៅនោះអត់ទេអត់មានទេគ្រាន់តែថាអានមកមើលមកហ្នឹងឲ្យវាយកមកប្រើក្នុងការសិក្សាស្រាវជ្រាវទៅលើប្រធានបទដែលសិក្សាហ្នឹងហើយដឹងតែពីរឿងត្រឹមតែប្រធានបទហ្នឹងទៀត
ព្រោះអីរឿងរៀមកេរនៅបទកដុលហ្នឹងមិនមែនជារឿងរៀមកេរដែលរឿងជារឿងមួយរឿងពីដើមដល់ចប់ដល់អីគេដល់ក្រុងរៀបនោះស្លាប់ហើយតទៅដល់រឿងកៅជប់លាក់អីណានាងសីតារត់ចេញពីវាំងអីណានៃនោះទៀតអត់ដល់នោះទេអញ្ចឹងហើយវាមានដំណាក់កាលរបស់វាត្រឹមតែដំណាក់កាលណាមួយឈុតណាមួយតែប៉ុណ្ណោះអញ្ចឹងដឹងបានតែត្រឹមកម្រិតនឹងទៀតអញ្ចឹងជំរាបឲ្យហើយកញ្ញោថាដល់ម៉ោងចុងក្រោយអីសួរពីរឿងវារៀមកេអីទៅវិញឆ្ងាយទៀតអានេះប្រហែលជាមានកន្លែងខ្លះអាចនឹងបានឆ្លើយទៅរួចនិងកន្លែងខ្លះឆ្លើយទៅរួចណានេះជាអ្វីដែលបើមានបឋមជំរាបជូនហើយរឿងមួយទៀតគឺការសិក្សារឿងចម្លាក់រឿងរាមកេរ្តិ៍នៅវត្តកដុលដូនទាវនេះដូចអស់លោកស្រីឃើញនៅលើអេក្រង់នេះស្រាប់ឃើញថាវាមិនមានភាពងាយស្រួលហ្នឹងខ្លះហ្នឹងក៏ថាងាយស្រួលដោយសារវាមានអក្សរបញ្ជាក់ថាវាឈុតអីប៉ុន្តែផ្ទាំងខ្លះវាអត់មានអក្សរដល់អញ្ចឹងទៅយើងត្រូវតែមើលលើចម្លាក់ហ្នឹងដើម្បីពិភាក្សាពិចារណាទៅលើឈុតនីមួយតែផ្ទាំងខ្លះហ្នឹងវាចម្លាក់ហ្នឹងវាជ្រុះអស់លេងហើយវាលុបវាជ្រុះបាត់ក្បាលបាត់ជើងបាត់ដៃបាត់អាតួអង្គសំខាន់ទៅធ្វើឲ្យយើងនឹងអត់អាចដឹងអំពីឈុតហ្នឹងទៅទៀតម្ល៉េះហើយនៅក្នុងការធ្វើបទបង្ហាញថ្ងៃនេះហ្នឹងខ្ញុំព្យាយាមធ្វើការសិក្សាទៅលើសាច់រឿងឬក៏ឈុតមួយហ្នឹងព្យាយាមតាមឈុតមួយរបស់វាហ្នឹងថាតើជាឈុតអីអញ្ចឹងកន្លែងខ្លះអាចជាច្បាស់លាស់ហើយកន្លែងខ្លះអាចជាការសន្និដ្ឋានហើយកន្លែងខ្លះអត់ដឹងតម្រងហើយកន្លែងខ្លះស្មានដើម្បីអីឲ្យវាភ្ជាប់គ្នាបានអញ្ចឹងទៅយើងអាចស្មានថាជាសាច់រឿងអីអញ្ចឹងទៅព្រោះវាតគ្នាណាអញ្ចឹងនេះជាបញ្ហាមួយក្នុងការសិក្សានឹងដែរអញ្ចឹងថ្ងៃនេះយកមកហ្នឹងគឺថាបង្ហាញពីអ្វីដែលខ្លួនឯងស្រាវជ្រាវផងហើយអាចជាការពិភាក្សាជាមួយអស់លោកស្រីដែលអញ្ជើញចូលរួមស្ដាប់នៅក្នុងនេះផងណាអញ្ចឹងជាបន្តហ្នឹងខ្ញុំសូមជូនជាព័ត៌មានទូទៅអំពីរឿងចម្លាក់កបោបៃអនេះជាចម្លាក់កបោបៃអដែលគេឆ្លាក់ណានៅលើរបងនៃខឿនព្រះវិហារណាអញ្ចឹងសូមជូនព័ត៌មានទូទៅបន្តិចសិនអំពីចម្លាក់ហ្នឹងហើយយើងដឹងស្រាប់ហើយថានៅបាត់ដំបងហ្នឹងទីវត្តដែលយើងកំពុងតែនិយាយហ្នឹងមានទីតាំងនៅបាត់ដំបងគឺនៅភាគខាងជើងរបស់ទីរួមខេត្តបាត់ដំបងមែនតើទៅវានៅក្នុងក្រុងបាត់ដំបងហ្នឹងឯងវាមិនចេញពីណាទេនៅត្រង់ម្ដុំត្រង់នេះណាហ្នឹងហើយដូចមិនចាំមិនខុសដូចជាម្ដុំត្រង់ហ្នឹងហ្នឹងហើយវត្តម្ដុំត្រង់នេះណាហើយវត្តហ្នឹងវានៅជាប់ជាមួយនឹងដងស្ទឹងសង្កែហ្នឹងបែរមុខមករកស្ទឹងណាជាវត្តចាស់វត្តហ្នឹងវត្តចាស់មែនតើជាវត្តដែលខ្ញុំសឹកយល់ថាវាជាវត្តចាស់មួយដែលសល់សំណង់ចាស់មួយក្នុងចំណោមវត្តនៅខេត្តបាត់ដំបងណាដូចជាដីនៅខាងមុខនេះដែលខ្ញុំធ្លាប់ធ្វើបទបង្ហាញមួយជូនទៅខាងពុទ្ធសាសនាដែរបើសិនជាអស់លោកស្រីចាប់អារម្មណ៍អញជើញទៅមើលខាងវិញបានមានជាដីនៅពីមុខហ្នឹងជាដីមានសារពើសូត្រហ្នឹងខាងមុខហ្នឹងគឺថាចាស់មែនតើណារហូតដល់សតវត្សទី19ផងណាហ្នឹងហើយនេះចាស់ហើយសល់ដល់សប្តាហ៍ថ្ងៃត្រឡប់មកវិញយើងនិយាយពីរឿងចម្លាក់ដែលខ្ញុំនឹងត្រូវមកនិយាយថ្ងៃនេះហ្នឹងត្រូវនិយាយថ្ងៃហ្នឹងគឺថាចម្លាក់នៅតាមលបងនេះដែលបងនៅតាមខឿនព្រះវិហារត្រង់នេះតែខ្ញុំសូមគូចេះវិញណាគឺនៅត្រង់ម្ដុំទៅនេះនៅខាងក្រោយហ្នឹងខឿនព្រះវិហារហ្នឹងវាមានលបងខឿនព្រះវិហារហ្នឹងវាមានចម្លាក់កបោបៃអហ្នឹងនៅជុំវិញហ្នឹងណាមិនជាជុំវិញព្រះវិហារទាំងមូលទេតែជុំវិញហ្នឹងនៅខាងមុខនេះអត់មានទេដោយសារអីខាងមុខហ្នឹងគឺជាលបងដែលធ្វើចម្រឹងដែកណាអញ្ចឹងវាអត់មានជាអញ្ជាងអីដែលអាចឆ្លាក់បានទេតតែនៅពីក្រោយអញ្ចេះបានអាចមានការឆ្លាក់អញ្ចឹងហើយរឿងហ្នឹងគឺនៅឆ្លាក់នៅពីក្រៅលបងហ្នឹងណាមែនតើទាំងក្រៅហ្នឹងហើយនឹងទាំងផ្នែកខាងក្នុងនេះទៀតជាងទាំងសងខាងជាងណាទាំងសងខាងរបស់ជញ្ជាំងហ្នឹងខ្ញុំហៅជញ្ជាំងហ្នឹងវាដូចជាមិនត្រូវបរិបត្តិអានេះដូចជាលបងណាជាលបងព័ទ្ធជុំវិញមែនតើពាក្យបច្ចេកទេសគេហៅអីរាជវត្តផងណាតែខ្ញុំសុំហៅរបងទៅចុះតែវាស្រួលស្ដាប់សម្រាប់អ្នកទូទៅណាលបងព័ទ្ធជុំវិញព្រះវិហារឲ្យស្រួលស្ដាប់ស្រួលសម័យណាតែពាក្យបច្ចេកទេសគេប្រើរាជវត្តណាហ្នឹងហើយអញ្ចឹងវាមានទាំងក្នុងទាំងក្រៅណាអញ្ចឹងអ្វីដែលយើងនឹងសិក្សាពិចារណាគឺរឿងចម្លាក់ទាំងអស់នឹងឯងណាចម្លាក់ទាំងអស់
ចម្លាក់រឿងហ្នឹងវែងជាងគេបើសិនជាវែងជាងគេហ្នឹងក្នុងករណីនៅបាត់ដំបងបើសិនជាតាមព័ត៌មានដែលខ្ញុំធ្លាប់ប្រមូលដើរមើលចម្លាក់បាយអនៅវត្តនៅបាត់ដំបងហ្នឹងយល់ថាជាចម្លាក់ដែលវែងជាងគេហើយរឿងចម្លាក់រឿងរាមកេរ្តិ៍ដែលវែងជាងគេហ្នឹងនៅបាត់ដំបងហើយអញ្ចឹងហើយយើងចាត់ទុកថាជាលក្ខណៈពិសេសមួយណាជារបស់ពិសេសមួយរបស់អ្នកបាត់ដំបងគួរតែមានការយកចិត្តទុកដាក់ការពារយ៉ាងម៉េចអានេះឲ្យបានទៅមុខតទៅទៀតព្រោះអីវាជាមរតករបស់អ្នកបាត់ដំបងឯនេះហើយវាសំខាន់ណាស់វាបើសិនជានិយាយពីរឿងតម្លៃខាងសិល្បៈវិញវាសំខាន់មែនទែនព្រោះវាដូចថារបស់វាមានតែមួយរោនៃណាទៀតក៏មិនបានដែរណាអញ្ចឹងអានេះជាអត្តសញ្ញាណរបស់អ្នកបាត់ដំបងហើយគួរតែមានការគិតគូរអំពីការមើលថែរក្សាវាឲ្យបានវែងឆ្ងាយអានេះគឺអ្វីដែលខ្ញុំយល់ណាព្រោះតាំងពីសិក្សាពីសិល្បៈបាត់ដំបងមកឃើញថាមានច្រើនណាស់ដែលជាលក្ខណៈពិសេសរបស់សិល្បៈអ្នកបាត់ដំបងនឹងហើយមួយក្នុងចំណោមនឹងគឺរឿងរាមកេរ្តិ៍ហ្នឹងហើយអានេះយើងអាចធ្វើជាទៅជារឿងការទេសចរអីបានបន្ថែមទៀតផងមែនតើហើយយើងឃើញថាការឆ្លាក់ចម្លាក់រឿងរាមកេរ្តិ៍ហ្នឹងគឺគេឆ្លាក់នៅចន្លោះតសផ្អោបនេះខ្ញុំនឹងហៅអីណាខ្ញុំសុំហៅតសផ្អោបទៅចុះព្រោះវាជាតសដែលវាលៀនចេញមកជាប់ជាមួយនឹងកំពែងជាងរបស់វាហ្នឹងណានៅចន្លោះហ្នឹងគេឆ្លាក់ម្ដងមកឈុតមួយរឿងមួយវគ្គណាខ្ញុំសុំហៅឈុតទៅចុះណាខ្ញុំជាប់មាត់តែឈុតហើយមួយឈុតរបស់វាហ្នឹងណាហ្នឹងហើយទេមួយឈុតរបស់វាហ្នឹងតាមប្រឡោះមួយហ្នឹងអញ្ចឹងប្រឡោះទាំងអស់វាមាន48ប្រឡោះរាប់ទាំងក្នុងទាំងក្រៅទៅវាទាំងអស់48ណាហើយនឹងឲ្យលក្ខណៈដែលប្លែកនោះគឺថាចម្លាក់នេះវាមានលក្ខណៈមិនសូវជាគេហៅថាបើសិនជាលោកស្រីធ្លាប់ទៅខេត្តបាត់ដំបងនឹងទៅឃើញនៅតាមវត្តដូចថាចម្លាក់បាយអដែលគេល្បីល្បាញជាងគេនៅខេត្តបាត់ដំបងហ្នឹងគឺថាចម្លាក់នៅវត្តតម្រៃសយើងឃើញថាចម្លាក់នឹងវាផុសវាលៀនចេញមកយ៉ាងបើសិនគេថាម៉េចគេចម្លាក់កឡោតខ្ពស់ហ្នឹងគឺថាវាលៀនចេញមកនឹងល្អណាស់មើលទៅវារស់រវើកប៉ុន្តែបើធៀបជាមួយនឹងចម្លាក់នៅវត្តកដុលនេះវិញចម្លាក់ហ្នឹងមិនសូវជាលៀនប្រហែលទេវាលៀនដែរក៏ថាវាមិនខ្លាំងហើយគាត់ណានៅជាប់អញ្ចឹងហ្នឹងបើថាសភនភាពវិញក៏ដូចជាមិនជាប្រៀបធៀបជាមួយនឹងតម្រៃសហ្នឹងទៅមិនរួចទេខាងតម្រៃសនោះគេស្អាតជាងឆ្ងាយណាស់ណាប៉ុន្តែបើធៀបជាមួយនឹងរឿងតម្លៃសាច់រឿងផ្សេងទៀតនៅនេះវាល្អជាងព្រោះនៅតម្រៃសមានចម្លាក់ស្អាតក៏ពិតមែនប៉ុន្តែរឿងរាមកេរ្តិ៍នៅតម្រៃសអត់ជាប់សាច់គ្នាទេជារឿងរាមកេរ្តិ៍ដាច់ដុំណាឈុតដាច់ដុំមិនដូចនៅវត្តក្ដុលដូនទាវដែលជារឿងដែលមានការបតៈកលាគ្នាជាសាច់រឿងតាមលំដាប់លំដោយទេណានេះគឺជាលក្ខណៈពិសេសរបស់វាដែរហើយដល់ពេលដូចបានបញ្ជាក់អញ្ចឹងថាបើសិនលក្ខណៈរបស់វាអត់ដូចគ្នាហើយទឹកដៃជាងក៏ដូចគ្នាដែរម្ល៉េះហើយជាបឋមយើងអាចសង្កេតជាបឋមបានថាទឹកដៃជាងដែលធ្វើចម្លាក់នៅវត្តក្ដុលដូនទាវជាមួយនឹងវត្តតម្រៃសក្តីវត្តសត្វប្រឡាត់ក្តីឬវត្តកណ្ដឹងក្តីហ្នឹងណាគឺសិតតែមានទឹកដៃខុសគ្នាអានេះយើងអាចដឹងថាប្រជាបឋមថាក្រុមជាងផ្សេងគ្នាមិនមែនក្រុមជាងតែមួយទេណាសំណួរសួរបន្តទៅទៀតថាសិក្សាទៅលើរឿងនេះមានគេសិក្សាពីមុនមកអត់ចម្លាក់អស់នេះមែនតើមិនមែនជារឿងថ្មីទេការដែលសិក្សាពីរឿងចម្លាក់វត្តក្ដុលនេះរាមកេរ្តិ៍វត្តក្ដុលនេះមិនមែនរឿងថ្មីទេព្រោះអីមានគេសិក្សាពីមុនមកហើយអ្នកដែលសិក្សាមុនគេដូចជាលោកស្រី Madeline Chito ណាគាត់ធ្លាប់បានសិក្សាពីរឿងហ្នឹងបានវែងឆ្ងាយគាត់បានសិក្សាច្រើនមែនតើគាត់បានទៅសេអត្ថបទមួយដាក់បោះពុំនៅក្នុងសភៅមួយដែលជាសភៅគេឧទ្ទិសដល់លោក Jean Bosquelier នៅសាលាសិល្បៈនៅមហាវិទ្យាល័យបុរាណវិទ្យាមហាវិទ្យាល័យបុរាណវិទ្យាសាកលវិទ្យាល័យសិល្បករគាត់ចុះផ្សាយនៅទីនោះហើយគាត់បាននិយាយរៀបរាប់អំពីរឿងរាមកេរ្តិ៍នៅខេត្តបាត់ដំបងហើយក្នុងនោះគាត់បានរៀបរាប់អំពីរឿងរាមកេរ្តិ៍នៅវត្តក្ដុលនោះច្រើនជាងគេហើយគាត់បានបង្ហាញអំពីលំដាប់លំដោយសាច់រឿងពីប្រឡោះទី1ណាពីវគ្គ1ហ្នឹងរហូតដល់ប្រឡោះ
trongក្រោយណា48ហ្នឹងអញ្ចឹងមានការកំណត់អាយុសំទោសកំណត់សាច់រឿងរបស់លោកស្រី Marilyn Chito ហ្នឹងមកយ៉ាងច្រើនទៅហើយណាហើយខ្ញុំនឹងមកធ្វើការហ្នឹងបន្ថែមពីលើអ្វីដែលលោកស្រី Marilyn Chito គាត់បានធ្វើហើយទេខ្ញុំមកសិក្សាបន្ថែមតែប៉ុណ្ណោះហើយការសិក្សារបស់គាត់បានកំណត់អាយុជាទូលាយគាត់ថាចម្លាក់ហ្នឹងគួរតែធ្វើឡើងនៅក្នុងរវាងសតវត្សទី9ចុងសតវត្សទី9ដើមសតវត្សទី20ដែលសារតែសាច់រឿងហ្នឹងឃើញថាមានឥទ្ធិពលរបស់សៀមខ្លះទៅនៅក្នុងហ្នឹងណាហើយមានសាច់រឿងហ្នឹងវាមានលំដាប់លំដោយខ្លះតាក់ទងជាមួយនឹងការលេងល្ខោនណាល្ខោនដូចវត្តនៅវត្តទីច្បូអីផងហ្នឹងគឺថានៅលេងល្ខោនសំទោសណារបៀបល្ខោនហ្នឹងណាក៏ប្រហែលជាទំនងជាមានត្រឹមអាយុហ្នឹងដើមចុងសតវត្សទី19ដើមសតវត្សទី20ដែលយើងនៅក្នុងរវាងនិគមសៀមនៅឡើយហ្នឹងសំទោសនៅក្រោមឥទ្ធិពលសៀមនៅឡើយហ្នឹងហើយអ្នកបន្តមកទៀតហ្នឹងគឺថាលោកVictoria Rowenda ណាគាត់ក៏និច្ចកម្មបាត់ទៅហើយក៏ស្លាប់បាត់ហើយណាលោក Victorio ណាសំទោសលោក Victorio Rowenda ហ្នឹងគាត់បានសរសេរសភៅដែរសភៅគាត់ហ្នឹងគឺនិយាយពីរឿងរៀមកេហ្នឹងនៅតាំងពីគំនូតាំងពីចម្លាក់តាំងពីអីទៅណានៅក្នុងអាស៊ីគ្នាយើងផងមែនតើទៅសភៅគាត់ហ្នឹងហើយបាននិយាយដែរតែនៅក្នុងវត្តបូនៅក្នុងវត្តកដោនឹងដែរគាត់បានលើកថារឿងរៀមកេនៅវត្តកដោហ្នឹងប្រហែលជាមានអាយុនៅរវាងដើមសតវត្សទី20ណាគាត់ប្រើជាលេខទូលាយណាគាត់បានបញ្ជាក់លេខច្បាស់ប្រហែលដើមសតវត្សទី20ព្រោះអីមានលក្ខណៈដូចរឿងរៀមកេនៅវត្តបូអញ្ចឹងវត្តបូហ្នឹងក៏ប្រហែលអាយុប៉ុណ្ណឹងអញ្ចឹងគាត់កំណត់តាមគ្នាហ្នឹងទៅដំណើរសាច់រឿងណាហើយមាននិស្សិតម្នាក់ដែរនៅខាងរានវិទ្យាគាត់រៀនចប់តាមពីឆ្នាំ2019ហ្នឹងណាលោកនាងសវណ្ណតារាហ្នឹងគាត់បានធ្វើនិក្ខេបសារណាសំទោសសារណាបទថ្នាក់បរិញ្ញាបត្រគាត់ហ្នឹងនិយាយពីរឿងវត្តកដោនឹងចម្លាក់វត្តកដោនឹងតែម្ដងហើយគាត់បានធ្វើការសន្និដ្ឋាននៅចុងបញ្ចប់របស់គាត់ហ្នឹងថាអាយុរបស់វាហ្នឹងប្រហែលជាចម្លាក់ហ្នឹងប្រហែលជានៅដើមយ៉ាងហោចណាស់ក៏នៅដើមសតវត្សទី20អញ្ចឹងដែរស្របគ្នាជាមួយនឹងគំនិតរបស់អ្នកស្រាវជ្រាវមុនពីរអ្នកទៀតណាសម្រាប់ខ្ញុំនៅពេលដែលចុះទៅស្រាវជ្រាវដោយសាររឿងនឹងវានៅក្នុងនិក្ខេបបទអ្នកបណ្ឌិតខ្ញុំក៏ត្រូវមើលរឿងនឹងស្រាវជ្រាវរឿងនឹងដែរបន្ថែមពីលើអ្វីដែលអ្នកដែលគាត់ស្រាវជ្រាវពីមុនមកគាត់មើលហ្នឹងខ្ញុំចុះទៅឃើញថាមានភ័ស្តុតាងមែនតើមានខ្ញុំមិនដឹងថាវាទៅទៅចានៅពេលណាប៉ុន្តែអត់ឃើញមានអ្នកនិយាយពីរឿងហ្នឹងណា3 4អ្នកដែលបានស្រាវជ្រាវពីមុន3 4អ្នកហ្នឹងឃើញមានការចាជាអសរចរិតនៅលើចម្លាក់បាយអហ្នឹងណាមានមួយផ្ទាំងហ្នឹងគេនិយាយអំពីឈ្មោះអ្នកដែលតែងរឿងហ្នឹងហើយចម្លាក់ហ្នឹងគេប្រាប់ថាឈ្មោះដែលតែងហ្នឹងគឺជាងរស់ឈ្មោះជាងរស់ហើយតែងហ្នឹងប្រហែលជានៅក្នុងរវាងឆ្នាំ1928ប៉ុន្តែកាលហ្នឹងក្នុងអសរចរិតហ្នឹងកាត់ប្រើលេខជាលេខខ្មែរទេខ្ញុំនេះសរសេរជាលេខពុទ្ធសករាជដែលខ្ញុំសរសេរជាគ្រិស្តសករាជនេះណានេះគឺនៅត្រង់នេះផ្ទាំងមួយនេះផ្ទាំងហ្នឹងបើទៅនៅខាងក្នុងណាខាងក្នុងផ្នែកខាងក្នុងនៃរបងហ្នឹងហើយនៅភាគខាងត្បូងណានៅសំដៅនៅខាងជើងនៅទិសខាងជើងណានៅខាងជើងហើយជាប់នៅពីក្រោយក្បែរចិត្តដីហ្នឹងនៅគ្រាប់ពីក្រោយចិត្តដីហ្នឹងហើយផ្ទាំងហ្នឹងនៅត្រង់ហ្នឹងនេះមកផ្ទាំងនៅត្រង់ហ្នឹងឈ្ងោកគឺឃើញមកផ្ទាំងហ្នឹងឃើញអសកបេមកបាំអានទៅអានមកឃើញឈ្មោះអ្នកធ្វើក្នុងហ្នឹងគាត់ទៅសេអាពីលើនោះគឺថាតាបដបងហ្នឹងប្រហែលជាលេខដែលមានដាក់ជន់គេហៅលេខលេខមានលើមានក្រោមណាមកកើតប្រមាណរយខែអីនោះគេមានលេខពីលើពីក្រោមហើយវាបលុបបាត់អស់ទៅតែនៅសល់ពាក្យខ្មែរហ្នឹងប្រមាណពីក្រោយមកគេដាក់ថាឆ្នាំថោះនពស័កពុទ្ធសករាជ2400លេខ7ហើយបាត់លេខ1ចុចហើយបន្តមកទៀតពាក្យខាងក្រោមបន្ទាត់ទី3ថាជាងរស់អ្នកតែងរួចហើយលុបបាត់ទៅមិនមែនលុបទេសំទោសអានឹងគឺថាមិនដឹងថាប្រសង់នៅទីនោះឬក៏គណៈកម្មការវត្តឬយ៉ាងម៉េចគេយកអីទៅលាបពីលើមកទៅឃើញដូចជាថ្នាំលាបបិទពីលើអញ្ចឹងទៅវាធ្វើឲ្យបាត់អក្សរហ្នឹងខ្ញុំទៅហ្នឹងគឺថាដំបូងថារត់តាកេះចង់មើលអក្សរប៉ុន្តែមិនហ៊ានទេខ្លាចខូចរបស់វត្តអីចឹងទៅមិនហ៊ានតែឃើញថាមានថ្នាំបិទលាបពីលើអញ្ចឹងមិនអាចឃើញអាពាក្យខាងក្រោយហ្នឹងឯង
អានេះការទៅថតដបងក៏ប៉ុន្តែទៅប្រហែលមួយឆ្នាំមុនហ្នឹងហើយទៅឆ្នាំមុននេះលេងវាត្រូវទឹកភ្លៀងទៅវាលុបលបអាឆ្នាំនឹងមកឃើញពាក្យនេះនៅពីក្រោយតែអានេះថតនេះចាស់ហើយណាខ្ញុំអត់បានដាក់ថ្មីមកឃើញពាក្យនេះនៅពីក្រោយអញ្ចឹងវាទៅជាជាងរស់អ្នកតែងហើយក៏ស្អំចុចនេះអញ្ចឹងអាកន្លែងកណ្ដាលហ្នឹងទំនងជាកំពែងហ្នឹងមើលទៅកំហ្នឹងប្រហែលមកនៅជាប់មួយកំពែងឬក៏ស្អីផ្សេងក៏មិនដឹងហើយប៉ុន្តែដឹងថារឿងសំខាន់គឺជាងរស់អ្នកតែងហើយសម្រាប់ឆ្នាំនេះវិញគឺថា2407មិនដឹងចិត្តប្រមាណអញ្ចឹងទៅឆែកដែរតែជាមួយនឹងឆ្នាំអស់នុបសានោះនៅក្នុងឆ្នាំ2407នេះអា71 70ដល់79ហ្នឹងវាត្រូវនឹងឆ្នាំថោះនុបសាហ្នឹងឆ្នាំណាខ្លះដែលត្រូវនឹងឆ្នាំថោះនុបសាដល់ទៅមើលទៅគឺថាត្រូវនឹងឆ្នាំ2471ណា71អញ្ចឹងបើសិនជារាប់ឆ្នាំរាប់ខែគ្រិស្តសករាជមកគឺថា1928ហ្នឹងឯងអញ្ចឹងបើសិនជាយើងមើលតាមអក្សរដែលគេចាឆ្លាក់សរសេរនៅលើផ្ទាំងហ្នឹងគឺថាចម្លាក់ហ្នឹងទំនងជាធ្វើដោយជាងរស់ណាហើយប្រហែលជាធ្វើដោយជាងរស់ហ្នឹងឯងហើយប្រហែលធ្វើនៅឆ្នាំ1928ណា1928អញ្ចឹងនៅដើមសតវត្សទី20ដូចនឹងអ្វីដែលអ្នកស្រាវជ្រាវ3អ្នកខាងលើមុនហ្នឹងគាត់បានសន្និដ្ឋានអញ្ចឹងថាដើមសតវត្សទី20ណាអានេះអញ្ចឹងវាជាព័ត៌មានបន្ថែមទៅលើណាដែលច្បាស់ទំនងថាជាច្បាស់ជាងការសន្និដ្ឋានទូទៅដោយសារវាមានសាលាចេតវាមានអក្សរចេតនៅលើហ្នឹងណាឥឡូវការសិក្សាថ្ងៃនេះតខ្ញុំនឹងនិយាយពីអីថ្ងៃនេះខ្ញុំនឹងមកព្យាយាមធ្វើការកំណត់នៅសាច់រឿងនៃឈុតនីមួយព្រោះការសិក្សាកន្លងមកហ្នឹងហាក់បីដូចជាមិនទាន់បានធ្វើការកំណត់នៅសាច់រឿងនៃឈុតនីមួយឲ្យបានស៊ីជម្រៅនោះទេអញ្ចឹងថ្ងៃនេះខ្ញុំព្យាយាមធ្វើនៅក្នុងការសិក្សារបស់ខ្ញុំថ្នាក់បណ្ឌិតហ្នឹងព្យាយាមសិក្សាសាច់រឿងមួយហ្នឹងថាតើជាសាច់រឿងអីហើយយើងនឹងមើលបន្តទៀតថាតើលំដាប់សាច់រឿងហ្នឹងវាមានលក្ខណៈបែបណាហ្នឹងហើយអានេះគឺជាអ្វីដែលខ្ញុំនឹងយកមកបង្ហាញថ្ងៃនេះហើយមែនតើទៅការសិក្សានេះមែនតើអាចបំបីទៅទៀតណាអាចទៅសិក្សាពីរឿងទស្សនភាពសង្គមដែលឆ្លុះបញ្ចាំងតាមរយៈចម្លាក់នឹងណាតាមពិតមានលោកគ្រូព្រាបច័ន្ទមារ៉ាលោកបានទៅសេពីរឿងនឹងដែរណាថានៅចម្លាក់នឹងឃើញមានទស្សនភាពអីខ្លះផ្ទះបារាំងណាពាក់ស្លៀកពាក់បារាំងមានកណូតមានកប៉ាល់ស្អីហ្នឹងដែលឃើញស្ដាក់នៅលើហ្នឹងអញ្ចឹងខ្ញុំអត់បាននិយាយពីរឿងហ្នឹងទេព្រោះខ្ញុំផ្ដោតទៅលើរឿងសាច់រឿងហើយនឹងប្រភពដែលជាងគាត់យកមកនោះគាត់បានរឿងហ្នឹងមកពីណាអាហ្នឹងខ្ញុំផ្ដោតអាហ្នឹងជាងណាសម្រាប់ថ្ងៃនេះហ្នឹងហើយអញ្ចឹងថ្ងៃហ្នឹងខ្ញុំនឹងនាំលោកស្រីទាំងអស់ទៅមើលសាច់រឿងរាមកេរ្តិ៍ទាំង48ផ្ទាំងហ្នឹងតើពីមួយផ្ទាំងទៅមួយផ្ទាំងហ្នឹងគេលេងរឿងអីណាដូចយើងនាំមកមើល account អញ្ចឹងនេះណាពីមួយផ្ទាំងទៅមួយផ្ទាំងគេលេងរឿងអីហើយតើយើងមានរឿងអីខ្លះដែលវាមានភាពប្រហាក់ប្រហែលជាមួយនឹងចម្លាក់ដែលនៅលើហ្នឹងណាដូចជំរាបអញ្ចឹងថាចម្លាក់ខ្លះមានអក្សរនៅខាងលើហ្នឹងយើងអាចដឹងរឿងបានលឿនដោយសារអីគ្រាន់តែសរសេរអក្សរពឹបមកគឺថាយើងដឹងហ្មងថាចម្លាក់ហ្នឹងគេចង់និយាយពីឈុតណាឈុតឆាកមួយណាណាអញ្ចឹងហើយតែចម្លាក់ខ្លះវាអត់មានអញ្ចឹងក៏ពិបាកឥឡូវមើលវិធីសាស្ត្រសិនវិធីសាស្ត្រក្នុងការសិក្សាលើចម្លាក់ហ្នឹងគឺអ្នកគ្រូ Madeline Chito គាត់បានប្រើប្រាស់រឿងរាមកេរ្តិ៍ពីប្រភពទី3ទី1គឺយកប្រភពរបស់ស្ដេចរាមាទី1ថៃគេប្រើពាក្យថារាមគៀនណាគេហៅរាមគៀនพระราชนิพนธ์រជ្ជកាលទី1ណាអានេះគឺพระราชនិพនธ์រជ្ជកាលទី1ខ្មែរថាម៉េចរាមកេរ្តិ៍បរិនិពន្ធស្ដេចរាមាទី1ណារជ្ជកាលទី1គឺស្ដេចរាមាទី1ហ្នឹងឯងគាត់យកអាហ្នឹងមកមើលដែរហើយរាមកេរ្តិ៍របស់ពុទ្ធសាសនាបណ្ឌិតពីភាគ1ដល់ភាគ10ដែលបោះពុំយូរហើយលោកគ្រូប្រធានពុទ្ធសាសនាបណ្ឌិតលោកដឹងច្បាស់អានេះរាមកេរ្តិ៍ច្បាប់សម្ដេចវាំងជួនណាជាវាំងជួនមានទៅតាមគំនូរនៅវត្តបកែវយើងហ្នឹងហើយគាត់មានសរសេរជាអក្សរដៃណាអក្សរដៃជារឿងរាមកេរ្តិ៍ហ្នឹងជាអក្សរដៃអធិប្បាយអំពីគំនូរហ្នឹងផងណាអាហ្នឹងក៏ជាមួយច្បាប់ដែររបស់គាត់ហើយនឹងហើយប្រហែល3ច្បាប់ហ្នឹងគាត់យកមកសិក្សាប្រៀបធៀបអញ្ចឹងខ្ញុំក៏ប្រើ3ច្បាប់ហ្នឹងមកមើលគេថាមិនផ្ទៀងផ្ទាត់មកឡើងវិញនឹងដែរប៉ុន្តែខ្ញុំសិក្សាហ្នឹងខ្ញុំបន្ថែមទៅលើអីរាមកេរ្តិ៍របស់តចកណារបស់តចកតក្រុត
แต่ខ្ញុំផ្ដោតជាងគេបោះតែចកហេតុអីបានខ្ញុំយកតែបោះតែចកជាគោក្នុងការមកជួយមើលព្រោះតែចកជាមនុស្សដែលមានជីវិតនៅក្នុងអំឡុងពេលដែលអាផ្ទាំងចម្លាក់រឿងរាមកេរ្តិ៍នៅវត្តកដុលហ្នឹងកំពុងតែឆ្លាក់ហើយគាត់ជាមនុស្សដែលនៅក្បែរបាត់ដំបងហ្នឹងជាងអ្នកណាទាំងអស់ណាព្រោះអីតែចកនៅសៀមរាបណារាមកេរ្តិ៍តែចកគាត់នៅសៀមរាបអញ្ចឹងហើយតែគាត់នៅបាត់ដំបងហើយសៀមរាបក្បែរគ្នាហ្នឹងអញ្ចឹងយើងឃើញថាវាអាចថាមានឥទ្ធិពលរឿងរាមកេរ្តិ៍ហ្នឹងវាប្រហាក់ប្រហែលគ្នាការយល់ដឹងពីរឿងរាមកេរ្តិ៍ហ្នឹងវាដូចមិនឆ្ងាយពីគ្នាប៉ុន្តែគ្រុឌគាត់នៅកំពង់ចាមអញ្ចឹងទៅឬតាសយគាត់នៅខាងស្បៃដែតខេត្តកណ្ដាលអញ្ចឹងវាឆ្ងាយពីគ្នាដែរអញ្ចឹងមើលតែចកដែលនៅក្បែរនឹងបាត់ដំបងជាងគេប៉ុន្តែយ៉ាងណាក៏ដោយក៏នៅប្រើការប្រៀបធៀបរបស់តាគ្រុឌណារាមកេរ្តិ៍តាគ្រុឌមកជួយមើលដែរព្រោះអីអាហ្នឹងក៏ជា version ដែលនៅក្នុងទឹកដីខ្មែរណាយើងមើលទាំងពីរហ្នឹងមើលទាំងអស់មែនទែនទៅគឺជួយគ្នាមើលប្រៀបធៀបអញ្ចឹងវិធីនេះគឺថាវិធីមើលរាមកេរ្តិ៍ពីច្រើនប្រភពណាមើលមកប្រៀបធៀបរឿងចេះទេមូលហេតុឯបានជាមើលរបស់ខ្មែរនឹងច្រើនម៉េះដោយសារអីបាត់ដំបងជាទីតាំងពិសេសមួយដែលវាមានឥទ្ធិពលរបស់ថៃហើយនិងខ្មែរគ្របដណ្ដប់ពីលើអញ្ចឹងហើយមកហើយចង់មិនចង់ក៏ត្រូវតែមានឥទ្ធិពលសិល្បៈឬក៏ការសិក្សារបស់ថៃនឹងមកលើបាត់ដំបងដែរអញ្ចឹងហើយយើងត្រូវមើលទាំងពីរហ្នឹងតើខាងថៃនោះបញ្ជូនមានឥទ្ធិពលអីខ្លះមកលើខាងបាត់ដំបងហ្នឹងហើយខាងខ្មែរកណ្ដាលយើងមានឥទ្ធិពលខ្លះមកលើបាត់ដំបងអញ្ចឹងវាត្រូវមើលទាំងពីរផ្នែកហ្នឹងហើយហ្នឹងហើយអញ្ចឹងហើយបានជាអាចយកមកប្រៀបធៀបបានអញ្ចឹងនៅក្នុងនេះខ្ញុំអត់បន្តទៅទៀតនេះជាការប្រាប់ពីមួយឈុតទៅមួយឈុតហើយអត់មានបញ្យលអីច្រើនអត់អត់មានការវិភាគអីឲ្យស៊ីជម្រៅទេព្រោះអីវិភាគក្នុងសភៅហើយបើសិនជាត្រូវការវិភាគទៀត48ផ្ទាំងហ្នឹងអង្គុយវិភាគមួយថ្ងៃហ្នឹងក៏អត់ចំទៅណាដែរអញ្ចឹងខ្ញុំនឹងនិយាយធួហើយយើងនឹងមើលរូបភាពហ្នឹងទៅទាំងអស់គ្នាអានេះសូមជូនជារូបប្លង់សិនថាប្លង់ព្រះវិហារហ្នឹងគឺថាអញ្ចឹងណាបែរមុខទៅទិសខាងកើតអានេះឲ្យបងអូនជួយគូណាខ្ញុំអរគុណគាត់ផងហ្នឹងហើយបងអូនជួយគូទៅហើយចាប់ផ្ដើមនេះដូចលោកស្រីឃើញអញ្ចឹងខ្ញុំដាក់ពាក្យថាចាប់ផ្ដើមនៅត្រង់នេះហ្នឹងខាងក្រោមហ្នឹងគឺថាចាប់ផ្ដើមពីផ្នែកខាងក្រៅទៅណារឿងរាមកេរ្តិ៍ហ្នឹងគឺចាប់ផ្ដើមពីផ្នែកខាងក្រៅបញ្ចាំងលបងទៅលបងហ្នឹងទៅរួចហើយវិលមកជុំមកបានពាត់មកខាងក្នុងវិញណាបានមកចាប់នៅកន្លែងចាប់ផ្ដើមវិញហ្នឹងឯងគឺវិលមកជុំណាអញ្ចឹងបើសិនជាអញ្ជើញទៅមើលរឿងរាមកេរ្តិ៍នៅវត្តកដុលហ្នឹងគឺថាសូមអញ្ជើញទៅមើលចាប់ផ្ដើមពីជញ្ជាំងផ្នែកខាងត្បូងខាងក្រៅណាផ្នែកខាងក្រៅជញ្ជាំងទិសខាងត្បូងផ្នែកខាងក្រៅហ្នឹងហើយវិលជាតក្សេនាពតហ្នឹងទៅណាតក្សេនាពតគេវិលស្ដាំហ្នឹងទៅអញ្ចឹងទៅណារហូតបាត់ចូលមកក្នុងវិញណាហ្នឹងហើយបញ្ចប់នៅទីតាំងដើមនេះគឺថាកន្លែងចាប់ផ្ដើមនឹងចំណុចបញ្ចប់អានេះជាព័ត៌មានទូទៅឥឡូវយើងចាប់ផ្ដើមមើលពីឈុតទី1ទៅឈុតទី1ហ្នឹងគឺថាគឺជាឈុតដែលតាក់ទងជាមួយនឹងអេសីម្នាក់ឈ្មោះថាអេសីកលៃកោតណាអេសីរឿងនេះគឺថាมันមាននៅក្នុង version ភាសាខ្មែរទេណាច្បាប់ភាសាខ្មែរទេយើងអត់មានទេអេសីកលៃកោតហ្នឹងណាគឺជាអ្នកណាគេអ្នកថៃគេហៅកលៃកោតណាឬអេសីកលៃកោតហ្នឹងគឺជាអេសីម្នាក់ដែលមានខ្លួនជាមនុស្សក្បាលជាក្តាន់ណានេះបាទគាត់ក្តាន់នេះណាមានស្នែង3នេះណារួចហើយគាត់ហ្នឹងគឺថាមានភារកិច្ចគាត់ធ្វើបំពេញភាវនាណាមកបំពេញភាវនាហ្នឹងគឺថាតឹងរឹងណារហូតដល់ពេញខ្លាំងពេកទៅធ្វើឲ្យភូមិស្រុកអ្នកគេណាស្រុកនេះគឺថារាំងស្ងួតដល់ភូមិស្រុកគេរាំងស្ងួតណាស្ដេចហ្នឹងគាត់ឈ្មោះស្ដេចរំផាត់ខ្ញុំមិនដឹងថាម៉េចថៃគេហៅថារំផាត់ណារំផាត់ស្ដេចរំផាត់ហ្នឹងថៅរំផាត់ហ្នឹងគាត់ស្ដេចរំផាត់ហ្នឹងគាត់ឃើញថាប្រជាជននឹងអត់ទឹកអត់អី3ឆ្នាំហើយណាគាត់ក៏ណាប្រើល្បិចឲ្យកូនស្រីណាឈ្មោះនាងអរុណវតីហ្នឹងទៅបំផ្លាញពិធីរបស់អេសីកលៃកោតហ្នឹងអញ្ចឹងទៅបំពេញភាវនាហ្នឹងទៅធ្វើឲ្យអេសីហ្នឹងក៏ស្រឡាញ់នាងហ្នឹងយកនាងហ្នឹងទៅដាច់ខ្សឹលភ្លៀងណាភ្លៀងអាហ្នឹងគឺជាឈុតមួយនៅក្នុងរឿងរាមកេរ្តិ៍ច្បាប់បរិយានិពន្ធរបស់ថៃរាមាទី1នៅក្នុងសភៅរាមកេរ្តិ៍ដែលយើងមើលច្រើនសភៅច្បាប់ហ្នឹងអត់ឃើញមាននិយាយពីរឿងហ្នឹងទេ
nhé ấy xây miền các bà dù có đàn nước ắt miền này nhé tận tay bờ sân chỉ mà mơ nơi lơ à nè chậm lạ nè cái đạp xe nơi lơ ní cái than là cố bề là sấy đặt như đi nị ra nè cái phở bịa nị ra nè phở bịa nị ra ní bờ sân chỉ bờ dân mơ mà plei chỉ thao chung một đặt một nị ra tái bờ sân chỉ mơ chỉ bịa vĩnh là nị ra chỉ bịa xiêm prai tha đào nị nhưng phải những hành nị ri hết nè đặt nị ri nó đặt từ na cầm đắng cái bài từ 10 xây nè đắng nè trên pin cố mà từ 10 xây gì đó mà là hỏi không ní ban pap thay chuột ấyประกอบเองนะจังបើសិនជាមើលតួអង្គក្នុងរឿងហ្នឹងទៅវាទំនងជាត្រូវហ្នឹងរឿងរបស់អេសីកលៃកោតដែលនៅក្នុងរឿងធៀមគេរามគៀនរបស់ថៃហើយជាចំណុចចាប់ផ្ដើមដំបូងនៃរបស់រឿងរามគៀនដែរព្រោះអីរឿងរามគៀនហ្នឹងព្រោះអេសីហ្នឹងទីគៀនខ្លាចតែជាអ្នកដែលទៅធ្វើពិធីសុំកូនឲ្យស្ដេចទុសរតណានេះគាត់ហ្នឹងស្ដេចទុសរតអញ្ជើញទៅធ្វើពិធីសុំកូនថៃគេនៅក្នុង version របស់ថៃគេហៅគេពិធីកោបាយទឹកណាគួនខោធីបគេធ្វើពិធីកោបាយទឹកនៅក្នុងហ្នឹងហើយអញ្ចឹងវាចាប់ផ្ដើមពីនេះទៅណាឈុតហ្នឹងមានតែនេះគ្នាមានតែក្នុងបរិយាអ្នកចែកឆែកមើលទៅគឺថាឃើញនៅក្នុងបរិយាជប៉ុនស្ដេចរាមាទី1សីកលៃកោតហ្នឹងណានេះហើយវាតាក់ទងនឹងកំណើតបរិយាដល់តែឈុតទី2ប្រឡោះទី2ហ្នឹងនិយាយអំពីណាគេមានពាក្យនៅពីលើហ្នឹងនេះអសរពីនេះណាអសរពីទៅនេះតាមពិតមែនតើរូបនេះវាមានរូបដើមខាងក្រោយនោះគឺថាវាលុបអស់ហើយណាហើយនេះគឺរូបដែល
cơ này được đầy của vị hàm nên version bỏ tạc cột nè còn mình phải chạy chẳng tiết nó tạc cột nơi không phải là ní vẽ ti bầm pơ ní dương ở đằng thà chỉ riêng ấy thế phần tái lục sợi Madeline chỉ tố đấy nhóm con ấy đã tha bẻ strut nâng bẻ perot mốc tam riềm anh ấy nhóm đã chia sẻ nhà suốt tha và hai chia chốt nâng để đắng tại lục sợi Madeline chỉ tố có sna tăng bị vua và thai chỉ chốt apisai và riềm nâng niềng sẽ đà phần tái bài sinh này dương mơ tới cứ tha ai tái ní cứ tha niềng sẽ đa nâng và riềm này chỉ 10 cái niềng thằng này phần tái nét đôi chìm mẹ nét mà lật chụp cung sẽ ấy nét đôi tha mình tẹt tông ấy chỉ 10 nâng hướng apisai chứ nè nơi bé để dương bị cha là na từ lơ ruột nâng tịch tới dương nâng khơi tha miền tu ong sầm khăn nó đôi chị này muối này nó nhưng bị phía tam bị biếm nhẹ bọt sờ là bã nữa dương sừng kết khơi miền trường này nè ta trường này bị thao bật thưa với ngô không thòm đá đôi bài trường ngô sẽ đá chứ bài trường này biếm ngô sẽ đá chứ nè ôi này admin sẽ bài trường để tu ong này ai tế đại này cứ tha bẻ strut bẻ perot này mà tam bò bong lại từ nè cô bính ôi trong khối ăn ban tới cứ tha đọc bài chương ỏi nè anh ấy cứ tha chỉ ca sầm đi thán được còn ca xà là bông sầm than mới thao viên chân ớt nè tại bờ sân thì chân mến dương mưa tới sạch cái đứa này thao vi từ chỉ chẳng với tam này ngày nè vì rốt tam nứng nè bị si kia đài anh ấy cười cho bạn mở nít ngô nè thế nhé nè màu chỉ cùng anh ấy cứ rụp hiệp cha đài nít thọt này nít màu thoải cùng mà nè này nít đương nhiên sẽ đà cho bạc trai niên sẽ đá phụ ấy miền đàm thủng nè nhóm cho bạc trên ghế hụt sấy nâng mỏng nè rồi ta hụt nam miền đàm thủng nâng ai sấy tua sấy chứ ngày nét sẽ đa nâng bờ riêng nè cù cái này nè hay nè ai chẳng nè anh ấy cứ che chỉ ca sàn này than thế nè mình ăn mà rồi bịa rồi thế còn là tha ca sàn than rồi hăm ai lừa hẹp phò là mùi chẳng thế hối chọcตรงนั้นมาดาวชุดทองนี้ชุดที่ดับผมไว้คืออย่างยี่ปีบนสอบโดยยังเคยจะบ้ามองมีนเก่าแต่เก่าได้ดึงบนสอบมีนเก่ามีนấyให้เปอร์เซ็นต์จีนในสื่อนี่มันคุมมันในเสียมันเล่นจีโต้ท่านั้นบนเปรียบบ้านตัวสรดได้เหมือนตื่นลูกนะลูกซอยทีมกดเองจังนะอันนั้นไงผู้ấyไปได้แผลสตูแผลปรดมาโยสใบtrường ấy từ hồiจังtớiลูกซอยทีมกดตื่นมันใต้ดาวไปแจกสได้มือซอเนื้อเลือเนี่ยโดยจีทองนี่นะถงนี้โดยเชี่ยดาซ้อนท่าบนมหาริกบนซับมหาริกบนซับมหาริกคือchỉแยกมวยได้เชี่ยสินะเชี่ยบ่điều kêบ่ตะเจาะหรือตะกรุดได้ท่าคลาวบ่ตุสกันบ่กรงเรียบนะแต่เมื่อเราดูจีสินาเลยนะว่าขนมนี้จีสินาทำได้ยิงสควายจีสินาบ่กรงเรียบไปไปกับได้มาไปกับล้าจีก็ดันปรึเมียยังไงนะยังไงเฮ้ยbởi mới tới bon sập bao này nưng, hơi là về bon sập này nưng cho chuột để bằng ruột nhưng sẽ đa này nè, bẩm toàn bằng ruột phóng bịch ban banh sờ bờ nưng slap, tới chỉ chuột nưng đây bật toạp từ vĩnh chuột tập ti đập bẩm bún mà nơi này rương đi, về còng riệp prao bài nưng, bằng ruột nhưng sẽ đá đôi prai cả lá, hà rính prai cả lá chỉ sạch bờ hơi bờ miền nưng hơi bờ riếm tới tam nè, nhưng sẽ đá trong bạc nó bờ riêm từ tam mới thô hoài chừng tớiอันนี้ยังคือมันไปประโยชน์แล้วยังดังถึงออกคนนี้ท่าชุดนั้นคือท่าปริยมหนึ่งปริยนั้นtừตามเปรย์ให้บังเปรย์นั้นสลับนะให้อันมีไหนยิ้มกรงเรียบนี่ก็โจมาจับเนียงเสดาให้จับแต่เป็นจังวิมันไปเฉียดคนนี้มาดำมามุ้ยดำไว้ดำบุ้นไปเมาคนนี้ตุ่มน้องเจได้ขยมสลับซัวเนี่ยได้ทางซอเซอร์แล้วกวาดเปียกได้ทางเป็นคลาเกย์ยี่รวมลักดาอัตติกาละมีในทางโดยปุ่นประวันจังเกมตัวนี้แต่ดอใส่hướng nữa cáiเกมยี่ปัจจุบันซึ่งcái thángเนี่ยแฮดได้การเป็นนั่งอ่ะไปเมาไปhướngมวยนัวจังไอ้ทางหรือนั่งไปทำเป็นยี่thángเนี่ยมีบอลซับมาฮาริเนี่ยมาฮารินั่งสลับไปซ้ายมันคือแต่ยี่เรื่องถอยโขยตื่นเนาะแฮดพอคือทำมาฮารินั่งไปกับลาวใส่โฮไฮจังแต่วิจิกาวิธีทำให้เซอร์วิธีในการเตียนเรื่องเหมือนมาอย่างได้จังอันนั้นก็อันนั้นทางเนี่ยซอเซอร์กี่เป็นโยนจังไรนะจังไพ่จีอ่านจังแต่เดิมนะแต่หลับแต่เล่นติ๊กนั่นนะยังไงอันนี้เบียบจังวิ่งไปต่อมาเทียบบันตอคือนั่งไอ้นะคือกรงเรียบจับนิ่งเสดาเมาส์จูบจมูกนั่งสตาร์ยุนะสตาร์ยุ
cái rong riệp nó vô chiên bao sẽ đá từ cục sẽ đa bạn slap bạn slap lẹ slapอย่างแต่อันนี้ version ดูเตอร์โดยគ្នាนั่นคือมันมีแต่ PPA เอาลงใส่สังเกตเมื่อนะเบอร์สนับสนุน PPA นั่นมีในทางมีในคณะเขาเนี่ยเรียง version ขมายหรือ version ไทยหรือ version หน้ามวยแต่เบอร์สนับมี PPA ที่มีในทางดูเตอร์นั่นคือโดยគ្នាยังไงให้อันนี้คือถวงปริมมาจูบนะนี่คือปริมปะเละนั้นมาจูบจะได้ยุก็ปรับปีตำนานนี่ปะองปีนี้ปริมปะเละเอาปีนี้บองปะโอนมาจูบจะได้ยุก็ตูเรื่องทวายจังเตอហើយចុងក្រោយបរិមក៏ថ្លែងសរំលាយសពចតាយុចឹងទៅណាច្បាប់តក្រុតថាបរិមថ្លែងសរចតាយុហ្នឹងឲ្យទៅកើតជាស្ដេចគ្រុឌនៅឋានសួគ៌ណាតក្រុតគាត់ថាអញ្ចឹងផងណាហ្នឹងហើយរួចមកទៀតបានឈុតទី21ហ្នឹងគឺថានិយាយអំពីបរិមហ្នឹងកំពុងដើរទៅរកនាងសីតាតែដើរមកជួបហនុមានអានេះវាបែកអស់ទៅណាតាមពិតនៅលើនេះគឺមានរូបស្វាហើយបរិមនៅទុំនឹងក្រោមនេះហើយស្វានឹងឯងគឺហនុមានដែលកិច្ចដើមឈើអីណាបោះនៅលើនេះដើមឈើកាច់បាក់នេះបោះមកលើបរិមនឹងហើយប្រលាក់នេះហៅបាញ់សម្រាប់ស្វានឹងហើយទីបំផុតសាច់គ្រឿងចុងក្រោយគឺស្វាហនុមាននឹងចាញ់បរិមណាចាញ់បរិមនឹងហើយក៏សុំធ្វើសេនាព្រះអង្គទៅណាហើយឈុតហ្នឹងវាមាន2មួយឈុតទៀតហ្នឹងគឺថាបរិមប្រលាក់នេះទៅដងទឹកណាពួកគ្រាដែលដើរហ្នឹងបរិមហ្នឹងក៏ប្រើប្រលាក់ហ្នឹងទៅដងទឹកដើម្បីយកមកថ្វាយដែរដល់ពេលដងទឹកយកមកថ្វាយទៅក៏ឆ្ងល់តែទឹកហ្នឹងតក្រុតថាណាខាងតក្រុតថាក៏ទៅចောက်ថាហេតុអីបានទឹកហ្នឹងវាក្លិនឆ្អាបនេះណាដល់ពេលទៅដឹងទៅបានដឹងថាអូនឹងតបោកនេះតបោកហ្នឹងគឺតបោកដែរសុគ្រីពទៅពួនយំមកកើតពីអាចភ្នែកគាត់ទឹកភ្នែកគាត់ខ្លាចជាទឹកហូរមកអញ្ចឹងណាហ្នឹងហើយអញ្ចឹងក៏ជួបសុគ្រីពនឹងឯងនេះមកឈុតដែលជួបសុគ្រីពណាជួបសុគ្រីពហើយបានជួបសុគ្រីពនឹងហើយបានចូលដល់ឈុតមួយដែលសុគ្រីពពឹងឲ្យសូមឲ្យបរិមនឹងជួយសុគ្រីពច្បាំងជាមួយនឹងពាលីនេះគឺបរិមហើយនេះគឺពាលីបាញ់សម្រាប់ពាលីនឹងឯងហើយបរិមជួយសុគ្រីពដើម្បីយកឈ្នះពាលីបានអញ្ចឹងទៅបរិមថ្លែងសរពីចងាយដើម្បីសម្លាប់ពាលីអញ្ចឹងទៅហើយសុគ្រីពបានយាងព្រះអង្គចូលវាំងនេះចូលនេះក្រុងនេះក្រុងខេមខាបូរីហ្នឹងខេមខាបូរីហ្នឹងណែអញ្ជើញចូលវាំងណាប៉ុន្តែលុបអស់ហើយណាប្រអប់តែព្រាមគួយនៅនេះហ្នឹងហើយអានឹងបានឈ្នះអញ្ចឹងទៅគួយហើយបានឈុតនេះអានេះអាលុបអស់លីងអត់ដឹងថារឿងអីប៉ុន្តែអីនៅក្នុងនេះមានប្រឡោះមួយប៉ុណ្នេះប្រឡោះអសរហ្នឹងគឺសេបន្តិចថាហនុមាននិងអង្គុតរោគចម្ពូពៀនអញ្ចឹងគាត់និយាយប៉ុណ្្នឹងយើងនឹកឃើញថាអូរឿងហ្នឹងគឺថាត្រង់ឈុតហនុមាននឹងអង្គុតហ្នឹងទទួលបញ្ជាពីព្រះរាមឲ្យទៅចងសម្ព័ន្ធមេត្រីជាមួយនឹងស្ដេចចម្ពូពៀនឬមហាចម្ពូហ្នឹងដើម្បីសូមឲ្យចូលរួមទ័ពជាមួយព្រះរាមទៅច្បាំងជាមួយនឹងក្រុងរាពណ៍ហើយច្បាប់ភាសាថៃថាព្រះរាមតែងតាំងសុគ្រីពនិងហនុមានអញ្ចឹងឃើញខុសគ្នាណាថៃ version របស់រាជការស្ដេចរាមាទី1គឺប្រើសុគ្រីពទៅតែ version របស់ខ្មែរប្រើអង្គុតណា version របស់បាត់ដំបងណាហើយខ្មែរដែរណាតែចောက်អីហ្នឹងក៏ប្រើអង្គុតដែរតែចောက်តែគ្រុឌហ្នឹងក៏ប្រើអង្គុតដែរហ្នឹងហើយអញ្ចឹងអានេះគឺថាដឹងសាច់រឿងនេះគឺព្រះរាមនៅនគរហ្នឹងខាខឹមហ្នឹងវិញអាណាឯនេះគឺថាហនុមានហើយនឹងអង្គុតទៅរកចម្ពូពៀនណានេះមកដល់នេះមកដល់ចម្ពូពៀនណានេះនគរចម្ពូពៀនចូលមកគាល់ហ្នឹងទាំងពីរនាក់ហ្នឹងចូលមកគាល់ចឹងទៅចម្ពូពៀនព្រមចាប់ដាក់ធុងបដ ாய் ណានេះចាប់ដាក់ធុងអញ្ចឹងតែចម្ពូពៀនអត់ព្រមបដិសេធចាប់ឲ្យទាហានចាប់ដាក់ទ្រុងណាហើយទ្រុងនឹងធ្វើអីហនុមានកើតក្នុងរឿងហ្នឹងធ្វើអីមិនកើតទេចេះហនុមានចេះចាំយប់ឡើងគឺថាចេញពីទ្រុងទៅលើកព្រះនេះព្រះបទុមបាទចម្ពូពៀនហ្នឹងលើកឲ្យទាំងព្រះទាំងខេហ្មងណាហោះឲ្យយកទៅដាក់យកទៅថ្វាយព្រះរាមណាអញ្ចឹងទីបំផុតគឺថាអត់មានអញ្ជើញទៅតាមសមួលទេគឺចាំចម្ពូពៀននឹងដេកលក់លើកឲ្យទាំងនេះហ្មងអាហ្នឹងគឺច្បាប់ណាច្បាប់ខ្មែរមានស្ទើរតែគ្រប់ version ទាំងអស់និយាយអញ្ចឹងណាថាលើកយកទៅហ្មងច្បាប់ version ខាងថៃនោះដូចជាអត់មាននិយាយទេខ្ញុំឆៃទៅដូចអត់ឃើញហ្នឹងហើយហើយហនុមាននេះក៏នាំចម្ពូពៀនទៅជួបព្រះរាមអញ្ចឹងទៅនេះមកដល់ជួបគ្នានេះហ្នឹងគឺនៅរឿងទី21អូចិត្តម៉ោង4ហ្នឹងទាន់ចិត្ត3កន្លះហ្នឹងទាន់ដល់ណាផងតំបានពាក់កដាលណាហ្នឹងហើយណាអានេះលើកមកណាទាំងដល់ចឹងហ្មងណានេះខ្ញុំមិនរៀបរាប់អីទៀតទេហើយខ្ញុំគ្រាជាមួយគ្នាហ្នឹង
ชุดประตอบมาទៀត27ហ្នឹងគឺថាហនុមានហ្នឹងទទួលបញ្ជាពីបរិមមានគ្នា3នាក់ទៅហ្នឹងមិនមែនតែហនុមានដូចជាមានហនុមានសុគ្រីពហើយនិងអង្គត3នាក់ហ្នឹងទៅស៊ើបដំណឹងព្រះនាងសីតាណាអ្នកទៅស៊ើបសួរផ្លូវទៅក្រុងលង្កាទៅរកនាងសីតាអញ្ចឹងឆ្លងកាត់ព្រៃហែមពួនពៀនជក់ពួកនាងកណុងកណោជួបអេសីណាចុងក្រោយគឺជួបអេសីប្រាប់ផ្លូវទៅហ្នឹងហើយអានេះគឺថាទូទៅដូចគ្នាអញ្ចឹងដែរព្រោះអីហនុមានត្រូវទៅជួបនាងសីតាដើម្បីថ្វាយសារយកដំណឹងទៅថ្វាយពីបរិមទៅថ្វាយនាងសីតាដល់ពេលហើយហនុមានមកជួបនាងសីតានេះឃើញអញ្ចឹងនេះណានេះនាងសីតាពងចងកនេះណាព្រោះហនុមានទៅជួយតន់ណាហ្នឹងហើយអានេះគឺថាទូទៅអញ្ចឹងហើយហនុមានពេលទៅជួបនាងសីតាថ្វាយអញ្ជើញអីហើយជួយពេលហ្នឹងជួយឲ្យក៏ប្រាប់ដំណឹងអីហួយអស់ហើយហនុមានក៏ចាប់ផ្ដើមអុកលុកក្រុងលង្កាបំផ្លាញដំណាំបំផ្លាញសួនហើយធម្មហ្នឹងសម្លាប់ណាសហកុមារទៀតណាយៈមួយឈ្មោះសហកុមារនៅក្នុងទៀតវិញនេះឈុតទី29ណាហនុមានត្រូវបានឥន្ទ្រជិតចាប់ព្រោះពេលអុកលុកហ្នឹងហើយឥន្ទ្រជិតក៏បានថ្លែងសនេះសនេះកបាសណាហ្នឹងហើយជាសត្វនេះហ្នឹងទៅចាប់ហនុមានហ្នឹងរត់ហនុមានហ្នឹងជាប់អញ្ចឹងចាប់បានក្រុងរាពណ៍ក៏បញ្ជាឲ្យគេសម្លាប់ហនុមានហ្នឹង version ទូទៅនិយាយដូចគ្នាអញ្ចឹងដែរសម្លាប់ហនុមានហ្នឹងតែផ្លែបន្តិចនេះហនុមាននេះគេមានយកទៅដាក់ក្នុងត្បាល់ដំហ្នឹងផងអា version បែបនេះដូចឃើញនៅក្នុង version ថៃមាននិយាយពីរបៀបហ្នឹងឃើញមានសម្ដែងទៀតផងណាហ្នឹងហើយដំត្បាល់ឲ្យអត់ណាតែអត់ងាប់ទេណាហនុមានក៏កើតគំនិតចង់ដុតក្រុងលង្កាហ្នឹងក៏ប្រើល្បិចឲ្យគេយកកណាត់យកមករុំខ្លួនឯងណាឲ្យចិត្តនេះឲ្យកណាត់យកមករុំខ្លួនឯងឲ្យចិត្តចឹងទៅនឹងឲ្យចាក់ព្រេងចាក់អីហើយឲ្យគេដុតទៅហនុមានដើរឯងពេញក្រុងលង្កាចឹងដុតក្រុងលង្កាឆេះតិចនេះហនុមានកំពុងហោះនេះ30ហ្នឹងគឺតគ្នាមកហោះមកដុតឯអាគារឃើញទេអាគារហ្នឹងមានភ្លើងកំពុងឲ្យឆេះនេះណាដុតក្រុងលង្កាហ្នឹងគឺថាស្ទើរខ្ទេចប៉ុន្តែភ្លើងហ្នឹងវាជាភ្លើងតែមិនមែនភ្លើងធម្មតាភ្លើងវាកើតមកពីស្អីគេលំពេងស្អីស័ក្តិសិទ្ធិណានេះណាខ្ញុំចាំឈ្មោះមកដូចជាស្អីពេជ្រទេគេហៅស្អីពេជ្រទេណាលំពេងពេជ្រស្អីគេនោះណាសំទោសខ្ញុំមកចាំណាតែភ្លើងស័ក្តិសិទ្ធិវាអត់អីឲ្យលុតទាំងអស់វានៅសល់កតុយណានៅកតុយនេះកតុយហនុមានត្រង់នេះបើសិនទៅមើលចម្លាក់ទៅគឺនៅសល់ប្រយចេះណានៅឆេះប្រយហ្នឹងអញ្ចឹងហើយដោយសារភ្លើងនៅកតុយហ្នឹងមិនដឹងយកទៅណាត្រូវទៅជួបអេសីលើកមុនហ្នឹងសុំទៅអេសីជួយបលុតភ្លើងហ្នឹងអញ្ចឹងអេសីថាមានអីក្នុង version ខ្មែរក៏និយាយដែរណានិយាយដូចគ្នាទាំងអស់គ្នាហ្នឹងថាភ្លើងមានអីបលុតបានអេសីក៏ជួយឲ្យប្រាប់ឲ្យជួយបលុតទៅដូចជាអីយកភ្លើងហ្នឹងបើដាក់ក្នុងវត្តហ្នឹងណាយកកតុយហ្នឹងយកខំមាត់ទៅនៅភ្លើងហ្នឹងវាលុតដែរហ្នឹងគឺ version ខ្មែរហ្នឹងក៏មាននិយាយពីអញ្ចឹងហើយបានផុតពីហ្នឹងមកបានត្រឡប់ទៅវិញណារឿងវាឆ្លាតគ្នាអញ្ចឹងហើយពេលដែលមកវិញគឺថាឈុតទី32នេះគឺថាមកដល់ត្រង់ក្រុងបរិមលើកទ័ពមកដល់មាត់ទឹកដើម្បីឆ្លងទៅក្រុងលង្កាអញ្ចឹងហនុមានទៅស៊ើបផ្លូវហើយទៅស៊ើបមើលទៅដើរមើលស៊ើបសួរផ្លូវអីហើយអស់ហើយអញ្ចឹងហើយក៏ណាបរិមបញ្ជាឲ្យណាហនុមានអីហ្នឹងណាធ្វើស្ពានដើម្បីឆ្លងទៅក្រុងលង្កាហើយគ្រានឹងឯងដែលមានចំនួនរវាងហនុមាននិងនិលផាត់នេះគឺជាកូនចៅមួយរបស់ចពូពៀនណាឆ្លោះគ្នាណាដោយសារអីនៅក្នុងរឿងរាមកេរ្តិ៍របស់ខាងខ្មែរដូចតាគ្រុឌក្តីឬតាចောက်ក្តីហ្នឹងនិយាយថាម៉េចថាឯនិលផាត់ហ្នឹងវាធ្វើការចម្បើមណាដែលយកជញ្ជូនថ្មមកច្រើនតែអញ្ចឹងទៅពេលដែលបោះឲ្យហនុមានយកតែដៃមួយត្រូវតែដៃមួយទទួលដៃមួយហើយដល់ពេលអញ្ចឹងនិលផាត់ក៏ខឹងថាឲ្យហនុមានថាអញ្ចឹងអញទៅចាំទទួលម្ដងឲ្យចាំអញទៅរកថ្មម្ដងដល់ហនុមានមកដល់យកថ្មអញមកឡើងច្រើនទម្លាក់ម្ដងទាំងអស់នៅលើនិលផាត់ដល់អញ្ចឹងទៅឆ្លោះគ្នាវាយគ្នាតទៅសុគ្រីពទៅជួយគាត់អានេះ version ទាំងអស់ហ្នឹង version គឺនិយាយគ្នាអញ្ចឹងដូចគ្នាអញ្ចឹងហើយសម្បូរនៅក្នុងនៅបាត់ដំបងហ្នឹងយើងឃើញនៅតាមវត្តហ្នឹងមានឆ្លាក់ច្រើនកន្លែងនៅវត្តពិភិតហ្នឹងក៏មានដែរនៅខ្លោងទ្វារណានៅខ្លោងទ្វារវត្តពិភិតណាខ្លោងទ្វារខាងលិចណាឃើញមានបើអានេះវិញគឺថាដឹងហើយណាថាពេលធ្វើស្ពានហ្នឹងដាក់តម្រាក់ថ្មធ្វើស្ពានហ្នឹងហើយវាតាក់ទងនឹងរឿងបន្តមកទៀតហ្នឹងគឺនាងមច្ឆាហ្នឹងឯងនាងមច្ឆាដែលជាស្ដេចត្រីហ្នឹងនៅក្នុងសមុទ្រហ្នឹង
អត់ត្រូវក៏យកថ្មវាទើសផ្លូវគាត់នៅជូនថ្មអីចេញឥឡូវវាសល់ប៉ុណ្ណឹងណាសល់តែទឹកទេណាប៉ុន្តែរូបភាពចាស់នៅល្អនេះរូបភាពដូចអ្នកគ្រូម៉ាដាលីនជីតូគាត់ថតឃើញថានៅទាំងអស់ណាហើយនេះហនុមាននិងនាងមច្ឆាកំពុងតែចាប់គ្នានេះណាហនុមានទៅចាប់នាងមច្ឆាហ្នឹងគឺថាបាននាងមច្ឆាហ្នឹងធ្វើប្រពន្ធហ្នឹងបានកូនមួយឈ្មោះមច្ឆានុបឬក៏ហ្នឹងហើយមហាមអិលហ្នឹងគេហៅមហាមអិលទេតែប៉ិតមច្ឆានុបនោះមច្ឆានុបហ្នឹងហើយហើយបន្តមកទៀត34ណានៅទី34ហ្នឹងគឺថាទំនងជាតាក់ទងជាមួយនឹងរឿងពិភេកចោះចូលនឹងព្រាមព្រោះអីនៅពេលដែលប្រហែលគ្នានៅពេលដែលសង់ស្ពានសង់អីហ្នឹងគឺថាពិភេកត្រូវបានក្រុងរាពណ៍ដេញចេញពីនគរព្រោះអីដោយសារក្រុងរាពណ៍ដោយសារពិភេកហ្នឹងទៅទាយថាថាมันល្អការធ្វើច្បាំងជាមួយនឹងក្រុងព្រាមហ្នឹងអត់ល្អទេម្ល៉េះឲ្យបញ្ជូននាងសេដាត្រឡប់ឲ្យបរិញ្ញាវិញទៅអញ្ចឹងហើយក៏ពិភេកក្រុងរាពណ៍ហ្នឹងក៏ខឹងដេញពិភេកធាក់ផងអីផងណាពិភេកហ្នឹងក៏រត់មករកព្រះបរិយាចូលជាមួយនឹងបរិយានេះហើយនៅគ្រូមេនាលីនជីតូយល់ថាតួអង្គមួយនេះគឺជាពិភេកមានកាន់ក្តារនេះណាមានកាន់ក្តារខុសគេនេះព្រោះនៅនេះគេស្ទើរអ្នកណាស្វាអីអញ្ចឹងណាឬហូបស្វានេះនេះហូបស្វាទេណាជាមនគររបស់ខាងស្វាអញ្ចឹងមានយៈមកមួយមានកាន់ក្តារមានតែពិភេកហ្នឹងឯងណាអញ្ចឹងទឹមតលិចរូបរាងពិភេកហ្នឹងមុនគេផងណាលើកទី1ផងគួរតែតំណងជាមកចោះចូលជាមួយនឹងបរិយានឹងឯងអានេះពិបាកបន្តិចណាដាក់សញ្ញាសួរទៅដែរគឺថាមិនដឹងជាឈុតអីទេនៅ35ហ្នឹងព្រោះអីអាលុបអស់ហើយនៅសល់តែដើមឈើប្រហែលមេឃនេះទេនេះហើយដើមឈើហ្នឹងមានស្វាអីនៅតោងរណេរណោងដែរបើសិនជារូបភាពចាស់រូបភាពដែលឃើញនៅសល់ហ្នឹងរបស់អ្នកគ្រូម៉ាណាលីនជីតូនៅក្នុងសភៅគាត់គឺត្រង់នេះនៅល្អណាគាត់ថតបានត្រង់នេះហ្នឹងគឺថាជារូបដើមឈើដែលមានផ្លែផ្កាល្អហើយស្វាកំពុងតែនាំគ្នាដណ្ដើមគ្នាបញ្ញាយបេះនៅពេលដែលខ្ញុំព្យាយាមអានរឿងរាមកេរ្តិ៍ប្រៀបធៀបទៅយើងឃើញថាក្នុងរឿងរាមកេរ្តិ៍ខ្មែរក្តីនិងថៃក្តីបានលើករឿងប្រហែលគ្នាដែលតាក់ទងជាមួយនឹងក្រោយពីបាបរាមគាត់សង់ស្ពានផ្លូវអីមកដល់នគរលង្កាហើយគាត់បោះព្រះពលាអីហ្នឹងគឺបរាមបានបញ្ជាឲ្យហនុមាននឹង version ខ្មែរបើ version ថៃថាឲ្យកន្ធប់ណាកន្ធប់ណាថាឲ្យកន្ធប់ហ្នឹងទៅជំទោសបញ្ជាឲ្យហនុមានហ្នឹងទៅរកមើលទីតាំងរបស់ពលាហ្នឹងហើយដល់ពេលថៃថាម៉េចថៃថានៅក្នុង version ថៃហ្នឹងថាពេលដែលបោះពលាហ្នឹងថៃបានមិនថៃសំទោសក្រុងរាពណ៍ហ្នឹងក៏បានបញ្ជូនយៈមួយឈ្មោះកន្ធប់ហ្នឹងមកធ្វើការនិមិត្តនិមិត្តឲ្យចេញជាដើមព្រៃដែលមានផ្លែឈើសម្បូរណាស្លឹកឈើល្អហ្នឹងដែលសត្វស្វាជាចំណីស្វាណាតែស្លឹកឈើផ្លែឈើទាំងអស់ហ្នឹងជាប្រភេទផ្លែឈើពុលដើម្បីអីដើម្បីទប់បំពុលពួកស្វាហ្នឹងឲ្យស្លាប់គេហៅថាមិនឲ្យទៅណាណាហ្នឹងហើយអញ្ចឹងហើយបើសិនជាមើលទៅគឺថាប្រហែលជាទំនងឈុតត្រង់ហ្នឹងមែនណាគឺជាការមកបំពុលណានិមិត្តព្រៃនេះក្រុងរាពណ៍ឲ្យកំភប់នេះបោះតចកថាកំភ័ណ្ឌណាជាមុខកំភ័ណ្ឌហ្នឹងហើយកំភ័ណ្ឌនិមិត្តព្រៃស្ទាក់ទស្ទាប់ស្វានេះខាងខ្មែរយើងដល់ថៃគេហៅកធប់នេះខ្ញុំមិនបានសរសេរពាក្យថៃមកណាតែទាំងពីរនេះគឺថាឲ្យហនុមានទៅរកទីតាំងរបស់ពលាដូចគ្នាអញ្ចឹងអានេះអាចទៅរួចទេថាវាឈុតហ្នឹងអានេះគ្រាន់តែជាការសន្និដ្ឋានព្រោះឃើញមានដើមឈើអីដែលមានផ្លែឈើល្អសម្បើមណាស់ហើយមានស្វាយកំពុងតែតាមតលេងដណោងនៅពេលហ្នឹងផងណាហើយរឿងហ្នឹងវាវែងឆ្ងាយមានការបញ្យល់វែងឆ្ងាយទៀតណាតែខ្ញុំសូមកាត់ត្រឹមហ្នឹងព្រោះវាទៅវែងឆ្ងាយពេកវាអត់សមអត់មានម៉ោងនេះអត់មានម៉ោងវិភាសាឥឡូវឈុតទី36ហ្នឹងគឺនិយាយអំពីក្រុងរាពណ៍តាំងពិធីនៅលង្កាហ្នឹងគឺថាកម្មវិធីលើកឆាត់បាំងឲ្យងងឹតកុំឲ្យតបស្វាមើលឃើញណាអានេះគឺថា version នេះមានទាំងនៅខ្មែរមានទាំងនៅថៃគាត់ថាខុសគ្នាបន្តិច version របស់ខ្មែរប្រាប់ថាពេលដែលក្រុងរាពណ៍ណាឲ្យគេតាំងពិធីបាំងឆាត់យកលើកឆាត់បាំងពលឺព្រះអាទិត្យមិនឲ្យឃើញក្រុងលង្កាមកឲ្យពួកនេះមើលឃើញហ្នឹងក្រុងព្រាហ្មណ៍មើលឃើញឲ្យស្រួលចាប់ពួកស្វាពួកទ័ពស្វាហ្នឹងពីភេទហ្នឹងគាត់ដឹងរឿងគាត់ក៏បានទូលថ្វាយទៅព្រាហ្មណ៍ណាទូលថ្វាយទៅព្រាហ្មណ៍ក៏បានណាថ្លែងសបំផ្លាញឆាត់របស់
ក្រុងរៀបហ្នឹងនេះឆាត់នេះឆាត់រួតណាដែលឃើញបែកបាច់រណោងហ្នឹងគឺដាច់ហ្នឹងណាឲ្យវាបាក់ដើម្បីអីដើម្បីឲ្យមើលឃើញព្រះអាទិត្យនេះព្រះអាទិត្យនេះនេះបរិយាមនេះអានេះ version ខ្មែរដល់ version ថៃថា version ថៃក្តី version របស់សម្ដេចជវាវាំងជួនអីនៅវាំងយើងហ្នឹងយើងឃើញហើយសុគ្រីពមិនមែនបរិយាមជាអ្នកថ្លែងសរបាញ់ទៅទេប៉ុន្តែសុគ្រីពគឺជាអ្នកប្រែកាឡាណាជាអ្នកចុះចូលទៅកាច់ឆាក់ហ្នឹងកាច់ឆាត់ហ្នឹងបបាក់ណាវាខុសគ្នាអញ្ចឹងណាកាច់ឆាត់ហ្នឹងបបាក់តែ version របស់តាគ្រុឌណារបស់តាចកហ្នឹងគឺថាថ្លែងសរបាញ់បបាក់ហើយក្នុងដូចជា version របស់ពុទ្ធសាសនាភាគ1ភាគ10ហ្នឹងក៏និយាយដូចគ្នាដែរគឺព្រាមថ្លែងសរបំបាញ់បំបាក់ឆាត់អញ្ចឹងយើងឃើញថាឈុតនេះអត់ជារបៀបគេថាឥទ្ធិពលពីខាងនេះទេគឺមកពីខាងខ្មែរណាយើងឃើញថា version របស់របៀបដូចគ្នាមួយតាចកតាគ្រុឌណានឹងរាមកេរ្តិ៍ភាគ1ដល់10ហ្នឹងអង្គត់នាំបរិយាសាអានេះដល់ពេលបានទីតាំងស្អីហើយបរិយាមបញ្ជូនអង្គត់ឲ្យទៅយកសារទៅថ្វាយក្រុងរាពណ៍ដើម្បីឲ្យប្រគល់នាងសីតាឲ្យវិញអង្គត់ណាហេតុអីបានដឹងអង្គត់ព្រោះអីនៅក្នុងហ្នឹងពេលអង្គត់ទៅដល់ថ្វាយសារឲ្យក្រុងរាពណ៍ហ្នឹងគឺគេឲ្យអង្គុយទៀបនៅក្រុងអង្គត់អត់ព្រមអង្គត់ធ្វើណាស្អីគេជ្វាកតុយណាបងប្អូនកតុយនឹងឲ្យវែងមកលមួបាត់ធ្វើភ្នែនដូចភ្នែននេះអញ្ចឹងអង្គុយឲ្យស្មើក្រុងរាពណ៍ទៅមកណាហើយអានសារបរិយាមថ្វាយក្រុងរាពណ៍នឹងស្ដាប់ទៅឲ្យប្រគល់នាងសីតាមកវិញហើយក្នុងហ្នឹងក៏យើងដឹងហើយនៅក្នុងហ្នឹងអង្គត់គឺជាកូនរបស់នាងមន្ធលគិរីនាងមន្ធលគិរីពេលនោះជាភរិយារបស់ជាពុទ្ធមហេសីរបស់ក្រុងរាពណ៍អញ្ចឹងហើយនាងហ្នឹងក៏នឹកកូនអីដែរណាមិនថាអត់ទេអញ្ចឹងក៏មកទទួលអីក្នុងពលាងមកជាមួយដែរនេះពេញមាននំនាងច្រើនហ្នឹងគឺថានាងមន្ធលគិរីហ្នឹងហើយមកមើលកូនណាហ្នឹងហើយឈុតនេះគឺបន្តមកចាប់ពីនងមកវាចូលគេកាត់ចូលមករឿងនាងបញ្ចកាណានាងបញ្ចកាយសំទោសនាងបញ្ចកាយកលាខ្លួនជានាងសីតាសពនាងសីតានៅណានៅនេះលោកនេះហាប់តែទឹកមកណាហើយនេះគឺពលារបស់ព្រះរាមព្រោះអានេះគឺថាម៉េចគឺថាកន្លែងបូជាសពនាងសីតាហើយយើងទៅហោះទៅជានាងបញ្ចកាយនេះហើយហនុមានចូលទៅតកងចាប់ចឹងទៅហើយនេះស្រួលមើលណាដល់នេះធម្មតាទូទៅដូចគ្នាគ្រប់កន្លែងណាវាមិនខុសគ្នាទេណាអញ្ចឹងហើយស្រួលមើលនេះទៅតាមនឹងបន្ទុកបើយ៉ាលុបក៏អាចមើលយល់ដែរបងអានេះគឺថាអាលីងឆេញតែម្ដងសល់តែរូបនេះ2នាក់ឯណាពាក់កៅអៅដូចបារាំងមួយឥឡូវហើយផ្សេងទៀតអត់អាលីងហ្នឹងអសអីអសមួយម៉ាត់ដែរតាមម្ដុំនេះគឺមានអសណាតែមិនដឹងថាឈុតអីណាដល់ពេលមើលចុះមើលឡើងទៅឃើញមានដូចដើមឈើមួយដើមនៅក្នុងកណ្ដាលនេះណាជួយសង្កេតមើលខ្ញុំណាខ្ញុំមើលម្នាក់ឯងវាមើលមិនឃើញដើមឈើហើយឃើញជើងនេះឃើញជើងណាជើងមកកថេកដូចគេបើកលៀមណាបើអ្នករបស់បើកលៀមដូចបើកលៀមអញ្ចឹងហើយបើសិនជាមើលកាយវិការហ្នឹងទៅដូចមនុស្សកំពុងដកដើមឈើណាថែមបន្តិចទៅណាយើងចេះសម័យទៅណាប៉ុន្តែមិនមែនសម័យហ្នឹងអត់មានមូលដ្ឋានទេណាទៅមើលរូបគំនូនៅលើមេនអីនៅខាងសៀមរាបឯងគេគូរូបតួអង្គរឿងរាមកេរ្តិ៍ដែលគេដកដើមឈើហ្នឹងធ្វើកាយវិការអញ្ចឹងណារៀងអញ្ចឹងណាឈរអញ្ចឹងហើយបើសិនតែមើលនៅក្នុងកន្លែងជាមួយគ្នានៅវត្តក្ដុលនឹងដដែលហ្នឹងណានៅលើខ្លោងទ្វារហ្នឹងគឺមានស្វាដកដើមឈើចេះដែរណាអោបដើមឈើហ្នឹងដែរហើយគេដឹងថាស្វាដែលអោបដើមឈើហ្នឹងទំនងគឺជាណាសុគ្រីពព្រោះសុគ្រីពចេញច្បាំងជាមួយនឹងកុម្បកាន់ហើយពេលហ្នឹងសុគ្រីពត្រូវកុម្បកាន់បោកឲ្យដកដើមរាំងព្រោះកុម្បកាន់ហ្នឹងគាត់បោកមិនបោកថាឲ្យដកដើមរាំងហ្នឹងទៅបើសិនតែដកហើយសុគ្រីពហ្នឹងគាត់អស់កម្លាំងស្រួលចាប់ហ្មងចូលដល់ចាប់យកហ្មងអញ្ចឹងនេះគឺជាណាការសន្និដ្ឋានមួយថាអាចទេថាឈុតហ្នឹងវាជាឈុតដែរសុគ្រីពណាកំពុងដកដើមរាំងណាព្រោះអីបើសិនតែយើងមើលលំដាប់លំដោយរឿងមកគឺថាវាតគ្នាអញ្ចឹងដែរពីនងមកដែរមិនមែនមានន័យថាមកឆ្កុយមកវាអត់នេះវាតគ្នាអញ្ចឹងដែរហ្នឹងហើយបើសិនជាផ្ទាំងទី40វិញណាយើងឃើញថាឈុតនេះគឺនិយាយអំពីរឿងកុម្បកាន់ណាព្រោះចាប់ពីនេះទៅគឺរឿងឈុតរបស់កុម្បកាន់
ណាចាប់ពីនឹងទៅរឿងជាចម្បាំងរបស់គុំប្រកាន់នេះនៅក្នុងរឿងនេះមានចម្បាំងពីរដែលសំខាន់បំផុតគឺចម្បាំងគុំប្រកាន់និងចម្បាំងរបស់ឥន្ទ្រចិត្តព្រោះរឿងនេះចាប់ត្រឹមឥន្ទ្រចិត្តណាឥន្ទ្រចិត្តអញ្ចឹងបើសិនជាមើលបន្តមកទៀតវគ្គនេះទំនងជាវគ្គដែលតាក់ទងនឹងគុំប្រកាន់កំពុងតែតាំងពិធីសំលៀងបំពេញណានៅឯបើថៃគេថាស៊ីណាន់ដនណាទន្លេស៊ីណាន់ដនណាហ្នឹងហើយទន្លេស៊ីណាន់ដនយើងហៅមាត់យើងនៅក្នុងរាមកេរយើងអត់ដូចជាអត់ឃើញឈ្មោះដែលដាក់ថាមាត់សមុទ្រគឺខ្ញុំឆែកវាមិនអស់ណាប៉ុន្តែយ៉ាងណាក្តីគឺតានេះកន្លែងតាំងពិធីរបស់គុំប្រកាន់នៅមាត់ទន្លេហ្នឹងនេះទឹកណាអានេះគឺតួអង្គស្វាយើងទាំងពីរហ្នឹងណាគឺបរិយាមណាវិភេទទូបរិយាមឲ្យប្រើហនុមាននិងអង្គត់ពីរអ្នកហ្នឹងទៀតណាទៅបំផ្លាញណាពិធីរបស់គុំប្រកាន់ណាឲ្យប្រែកលាជាឆ្កែណាឆ្កែស្អុយណាតែទឹកទៅបំផ្លាញទៅហើយនេះណាតែទៅហើយបំផ្លាញបានហើយក៏វាយគ្នាមកប្រើឯនេះហ្នឹងតាមហ្នឹងអញ្ចឹងអានេះគឺថាវាតគ្នាសំលៀងលំពេងមួយវាតាក់ទងនឹងទន្លេណានេះវាមានទឹកក្នុងហ្នឹងដែលយើងធៀបរឿងនឹងបានដោយសារវាមានអាតួសាច់គេហៅថាម៉េចធាតុផ្សំរបស់រឿងហ្នឹងវានៅក្នុងហ្នឹងបានយើងព្យាយាមភ្ជាប់ណាបន្តមកទៀតបានទស្សកម្មហ្នឹងទៅធ្វើពិធីមួយទៀតគឺពិធីទប់ទឹកអានេះច្បាស់ហើយណានេះដេកទប់ទឹកដេកឯងយកមែនតែនហ្មងមិនដេកលេងណានៅក្នុងធម្មតាក្នុងនេះគេថាម៉េចគុំប្រកាន់ហ្នឹងតាំងពិធីទប់ទឹកដើម្បីកុំឲ្យបន្ទាត់បរិយាមហ្នឹងមានទឹកប្រើប្រាស់ណាហើយនៅក្នុង version របស់ខ្មែរយើងគ្រាន់តែនិយាយថាគុំបរិយាមឲ្យសេនារបស់ព្រះអង្គគឺពេលហនុមានហើយនឹងអង្គត់ហ្នឹងទៅបំផ្លាញពិធីទេប៉ុន្តែនៅក្នុង version របស់ថៃមាននិយាយបន្ថែមបន្តិចថាការទៅធ្វើពិធីហ្នឹងមិនមែនចេះតែចូលទៅដល់ភ្លាមទេអ្នកដែលចូលទៅដឹងផ្លូវហ្នឹងគឺមានតែប្រហែលក្រុមឯងគឺមាននាងមួយក្រុមហ្នឹងឈ្មោះនាងឈ្មោះស្អីនេះនឹងគុណថមាឡាគុណមីលីណាគុណមីលីថៃគេហៅកិនថាម៉ាឡាខ្ញុំមិនដឹងថាខ្មែរហ្នឹងតួអង្គហ្នឹងត្រូវជាស្អីនឹងខ្មែរណាត្រូវជាពាក្យនឹងអីឈ្មោះអីនឹងខ្មែរណានាងហ្នឹងមានតួនាទីជាអ្នកដែលយកផ្កាទៅឲ្យណាទស្សគុំប្រកាន់ហ្នឹងជារៀងរាល់ដូចជារៀងរាល់សើមិនដឹងរៀងរាល់ថ្ងៃមិនដឹងឯងយកទៅហ្នឹងគឺថាដើម្បីធ្វើពិធីកិច្ចពិធីហើយនៅក្នុង version របស់ថៃគេថាស្វាហនុមានហ្នឹងនេះមកហ្នឹងក៏កលាខ្លួនទៅជាក្រុមនាងហ្នឹងហើយចូលទៅជាមួយដើម្បីចូលទៅដល់កន្លែងពិធីហ្នឹងហើយបានអាចធ្វើការបំផ្លាញបំបែកពិធីរបស់គុំប្រកាន់នឹងបានណាហ្នឹងវាមើលទៅសាច់រឿងហ្នឹងគួរតែវាតាក់ទងនឹងស្តៀងជាមួយនឹងខាងថៃនោះណារឿងភាគរាមគានរឿងរាមគាន42ណាចិត្តចប់ហើយអានេះគឺថាជាឈុតណាមាន2 3ឈុតហ្នឹងដែលជាឈុតដែលពិបាកជាគេបំផុតមិនដឹងថាជាត្រូវនឹងឈុតអីណាដូចនេះយើងឃើញតែក្បេមកបាមសម្បើមណាមិនដឹងថាអីនេះមានតែការវាយគ្នារវាងស្វាយនឹងហើយនឹងយៈសន្ទុះដឹងឲ្យស្វាយហើយនឹងយៈហើយនឹងតួអង្គសំខាន់ហ្នឹងគឺថាមើលអត់យល់ថាជាអីគាត់តែដឹងថាជីសេះជីតម្រៃអានេះជីសัตว์ហងជីសัตว์តោយហោះមកពីពួកស្វាយើងអត់ដឹងថាសัตว์អីអត់ដឹងថារឿងអីអ្នកគ្រូពៅសៅវរស់គាត់ថាប្រហែលជាឈុតសង្គ្រាមចុងក្រោយរវាងគុំប្រកាន់ជាមួយនឹងពលៈឬក៏អាចជាសង្គ្រាមដំបូងរបស់ឥន្ទ្រចិត្តណាពួកគុំប្រកាន់ស្លាប់ប៉ុន្តែបើសិនជាយើងមើលគុំប្រកាន់មិនទាន់ស្លាប់ទេណាបើនេះអាចជាការស្លាប់ចុងក្រោយរបស់គុំប្រកាន់ទេដឹងណាហ្នឹងហើយអាចទៅរួចទេណាអាចទៅរួចថាជាការជាសង្គ្រាមចុងក្រោយរបស់គុំប្រកាន់ណាព្រោះគុំប្រកាន់អត់ទាន់ស្លាប់ព្រោះអីនៅពេលដែលចូលមកបន្តមកទៀតអាចជាចាប់ផ្ដើមសង្គ្រាមរបស់ឥន្ទ្រចិត្តដែរចាប់ផ្ដើមឥន្ទ្រចិត្តដែរណាព្រោះអានេះមួយទៀតពីរហ្នឹងពីឈុតហ្នឹង42និង43ហ្នឹងយើងអត់អាចកំណត់ឲ្យជាក់ច្បាស់ថាវាជាឈុតណាមួយរបស់រឿងរាមកេរទេព្រោះវាអញ្ចឹងណាបើថាមើលរូបភាពបច្ចុប្បន្នវិញគឺថាអាលេសអស់លេងតែម្ដងរកតាមើលតួអង្គជាស្អីនេះមិនយល់ផងណាអញ្ចឹងហើយអ្នកគ្រូម៉ាន់ដាលីនជីតូក៏ស្នើថាអាចជាឈុតចុងក្រោយឬឈុតចាប់ផ្ដើមនៃអាមុនណា42នេះឈុតចាប់ផ្ដើមឬក៏ឈុតចុងក្រោយនៃគុំប្រកាន់ណាជាមួយនឹងពលៈសង្គ្រាមរវាងគុំប្រកាន់ពលៈនិងឈុតចុងក្រោយចាប់ផ្ដើមរបស់ឥន្ទ្រចិត្តហើយអានេះគាត់ច្បាស់គាត់ដាក់រៀងច្បាស់បន្តិចដែរគាត់ថាមិនច្បាស់ប្រហែលតែគាត់ថាប្រហែលជា
ឈុតដំបូងរបស់សង្គ្រាមនៃអន្តរជាតិដែលមកវាយជាមួយនឹងតបស្វាហ្នឹងហើយតែខ្ញុំក៏គ្មានយោបល់អីដែរប៉ុន្តែប្រហែលជាអញ្ចឹងមែនខ្ញុំក៏ប្រហែលជាយល់អញ្ចឹងដែរបើសិនជាយើងមើលដំណើរសាច់រឿងមកវាគួរតែតាមហ្នឹងណាបើនេះច្បាស់ណាច្បាស់ដោយសារអីមាននេះមានរូបនេះហើយមាននេះទៀតនេះសវៈនេះគឺជាឈុតអន្តរជាតិតាំងពិធីជប់សនៀកកបាសនៅដើមនរលចន្ទទីណារូបហ្នឹងគឺថានៅតាមស្បែកស្បោញហ្នឹងនៅគំនូនៅវត្តបួយហ្នឹងក៏មានដែរនេះអន្តរជាតិនៅក្នុងរុងហ្នឹងរួចហើយបរិយមដឹងរឿងហ្នឹងក៏ប្រើចម្ពូពៀនហ្នឹងឲ្យទៅបំផ្លាញពិធីឲ្យចម្ពូពៀនប្រែកលាទៅខ្លាឃ្មុំឯនេះខ្លាឃ្មុំណានេះបរិយមនេះណានេះអីពលាបរិយមនេះបជាទៅនេះនេះហោះមកនេះមកអញ្ចឹងនេះអញ្ចឹងនេះដឹងរឿងណាអញ្ចឹងវាជារឿងរបស់អន្តរជាតិអញ្ចឹងបើយើងគិតមើលទៅវាថាអាមុនហ្នឹងដែលយើងមើលមិនយល់ហ្នឹងក៏ប្រហែលជាតាក់ទងនឹងអន្តរជាតិដែរវាមកតាមនឹងមកណាហើយនៅឈុតទី55ហ្នឹងអានេះក៏ល្បេះល្បាញអស់ដែរប៉ុន្តែចៃដន្យនេះវាទៅសល់កវេមកបាមខ្លះនេះដូចមានរូបនេះដែលយើងឃើញហ្នឹងមើលចុះមើលឡើងទៅអាចជារូបហ្នឹងបើសិនតែមើលតាមហ្នឹងហើយយើងមើលឈុតតាមពីដើមដែលយើងដេញមកហ្នឹងឃើញថាទំនងជាឈុតនៃរឿងព្រះលក្ខត្រូវសនៀកកបាសរបស់អន្តរជាតិហើយនៅពេលដែលព្រះលក្ខត្រូវសនៀកកបាសរបស់អន្តរជាតិហ្នឹងឯងព្រាមបានណាបាញ់ថ្លែងសទៅហៅណាស្ដេចគ្រុឌឲ្យមកជួយដោះសនៀកកបាសហ្នឹងហើយរឿងហ្នឹងគឺថាអន្តរជាតិហ្នឹងបានប្រើវិរុលមុខណាឲ្យខ្លែងខ្លួនទៅជារូបអន្តរជាតិទៅហើយចូលទៅច្បាំងហើយខ្លួនឯងហ្នឹងរត់ទៅពួននៅក្នុងពពកទៅចាំមានឱកាសល្អបាញ់លួចបាញ់គេពីក្រោយណាលួចបាញ់បរិយពីក្រោយទៅអញ្ចឹងហើយបានជាបរិយហ្នឹងត្រូវសហ្នឹងហើយទីបំផុតបានបរិយហ្នឹងក៏ទៅបាញ់ហៅនេះមកណាគ្រុឌមកយើងឃើញមានដូចស្នាមប្រេះតិចហោះមកណាតែឈុតហ្នឹងវាទៅវាស៊ីគ្នាណាបើមិនយើងជឿអញ្ចឹងបែរជាស៊ីគ្នាមកអញ្ចឹងដែរណាមកតាមគ្នានឹងដែរហ្នឹងហើយអានេះគឺថាប្រហែលជាសង្គ្រាមចុងក្រោយរបស់អន្តរជាតិដែរប្រហែលជាអន្តរជាតិចាញ់ណាព្រោះបើសិនជាយើងមើលទៅនេះយើងមើលរូបហ្នឹងទៅទិសដៅជាមួយគ្នាអានេះខ្ញុំវិភាគតាមប្រវត្តិសិល្បៈណាហើយក្រុមនេះគឺក្រុមស្វាតែក្រុមនេះគឺក្រុមយក្សចឹងបានន័យថាវាចាញ់គឺថារត់ត្រូវគេដេញហ្នឹងហើយត្រូវគេដេញនេះស្វានេះកំពុងអ្នកគ្រូអ្នកស្រីម៉ៃដេលីជីតូថានេះរូបបរិយមកំពុងជិះលើស្វាហនុមានហើយនេះគឺកំពុងតែបរិយមពលៈកំពុងដេញឲ្យវាយចឹងទៅអញ្ចឹងទំនងជាសាច់រឿងដែលអន្តរជាតិចាញ់ដៃបរិយមនិងពលៈហើយរត់ព្រោះអីឈុតនឹងបន្តទៅគឺអន្តរជាតិរត់ទៅនៅពួនក្នុងពពកណាចាញ់សង្គ្រាមរត់មកពួនក្នុងពពកនេះនៅផ្ទាំងទី47នេះគឺនិយាយអំពីអន្តរជាតិមករត់ពួននៅក្នុងពពកនេះអានេះខ្សែនេះគឺពពកណានេះពពកហើយđâyបានដឹងថាឈុតនឹងជាឈុតដែលអន្តរជាតិមករត់នៅពួននៅក្នុងពពកដោយសារអីដោយសារតែវាតាក់ទងជាមួយនឹងរឿងដែលពិភេទបានប្រាប់បរិយថាចេះការដែលសម្រាប់អន្តរជាតិហ្នឹងគឺมันអាចសម្រាប់ដោយកាត់កហ្នឹងទម្លាក់មកលើដីឬបោះទៅលើអាកាសឲ្យបានទេព្រោះក្បាលហ្នឹងវាមាននេះណាវាធ្វើឲ្យមានបញ្ហាឆេះស្អីចឹងទៅអញ្ចឹងហើយបរិយក៏ប្រើអង្គត់នេះបរិយឲ្យប្រើឲ្យអង្គត់ទៅយកពៀននេះតចកនិយាយណានេះតាមតចកហើយទៅយកពៀនពីប្រភពមកជើងពៀនពីប្រភពមកដើម្បីទុកទ្រក្បាលអន្តរជាតិអញ្ចឹងហើយដល់ពេលបានមកហើយបានពលៈហ្នឹងថ្លែងសហ្នឹងកាត់ក្បាលអន្តរជាតិហ្នឹងដាក់នៅលើពៀននេះដឹងថាអស់លោកស្រីមើលឃើញអត់ទេឃើញមនុស្សមួយហ្នឹងកំពុងហោះហ្នឹងទៅហើយជើងហ្នឹងគេហៅថាម៉េចដៀវទៅក្រោយទៅណាអ្នកលបាំគេហៅដៀវណាជើងបោះទៅក្រោយមួយទៅជើងហ្នឹងគឺយកជើងហ្នឹងទ្រជើងពៀននេះក្បាលនៅលើនេះណាខ្ញុំដឹងថាមើលឃើញអត់ទេណាទ្រក្បាលនេះគឺថាអត់យកដៃកាន់ជើងពៀនទៀតណាប្រើជើងកាន់ជើងពៀនណាអស់ចាណាហោះណាហោះទៅអញ្ចឹងអានេះគឺជាអវសានរបស់អន្តរជាតិអញ្ចឹងរឿងហ្នឹងចប់នៅត្រឹម47ហ្នឹងគឺចាប់ជីវិតអន្តរជាតិនៅត្រង់ហ្នឹងរួចហើយបានបរិយានេះចូលនគរខ្លួនឯងវិញទៅនៅខាងនេះណានៅក្នុងផ្ទាំង47ហ្នឹងហើយផ្ទាំងទី58គឺផ្ទាំងដែលបង្ហាញពីរូបរបស់ពួកទ័ពយក្សកំពុងតែនាំគ្នាបោលទៅនគរលង្កាណាបោលទៅនគរលង្កាអ
អ្នកគ្រូពៅអ្នកគ្រូម៉ាដាលីនជីតូថាប្រហែលជាតបពួកយៈហ្នឹងកំពុងតែបញ្ញាប់បញ្ញាល់យកដំណឹងអំពីការស្លាប់របស់អន្តជិតហ្នឹងទៅប្រាប់ណាទៅជូនដំណឹងដល់ក្រុងរៀបនឹងឯងអញ្ចឹងរឿងហ្នឹងគឺថាចប់ត្រឹមការស្លាប់របស់អន្តជិតណាអញ្ចឹងតាំងពីដើមមកគឺថាវិវលមកជុំប៉ុណ្ណឹងរឿងនៅក្នុងវត្តដល់ដូនទាវហ្នឹងបន្តិចអានេះជាការវិភាគព្រោះម៉ោង4ណាអានេះជាការវិភាគរឿងប្រភពរឿងបន្តិចណាវិភាគប្រភពរឿងបន្តិចយើងឃើញថាដំណើរសាច់រឿងដែលមានលក្ខណៈណាដូចរឿងចម្លាក់រឿងរាមកេរ្តិ៍នៅវត្តក្តោដូនទាវហ្នឹងយើងឃើញថាសាច់រឿងហ្នឹងមានលក្ខណៈដូចគ្នាច្រើនមែនទែនជាមួយនឹងរឿងរាមកេរ្តិ៍របស់តចកដែលនៅខេត្តសៀមរាបណាវាលើសតើបើសិនជាយើងភាពធៀបបរិមាណវិញវាលើសពី70ទៅ80%ទៅហើយដែលមានលក្ខណៈដូចគ្នា70ទៅ80%ទៅហើយយើងឃើញឧទាហរណ៍ដូចថាឈុតឆាកណាឈុតឆាកហ្នឹងតាំងពីឈុតឆាកទៅណាពេលអេសូរត់ទៅនៅនឹងហ្វូងកបីដែលខ្ញុំបង្ហាញយើងហ្នឹងណានេះសុគ្រីពណាប្រពន្ធយមនៅតបោកណាខ្លាយទៅជាប្រពន្ធយមណាអាចភ្នែកឡើងខ្លាយទៅជាតបោកហ្នឹងណាក្រុងរៀបណាបាញ់ឆាត់ស្អីអស់ហ្នឹងក៏ជាលក្ខណៈដែលមានការនិទានដូចនឹងដំណើរដើមរឿងតែសាច់រឿងណាមានលក្ខណៈដូចនឹងរឿងរបស់តចកណាហ្នឹងឯងតាគ្រុឌខ្លះដែរណាព្រោះគាត់និទានរឿងមហាប្រហែលគ្នារឿងសំខាន់មួយទៀតគឺដំណើរសាច់រឿងរបស់ចម្លាក់ហ្នឹងគឺថាបង្ហាញពីដំណើរសាច់រឿងដែលមានលក្ខណៈដូចនឹងតចកដែរដូចម៉េចយើងសង្កេតមើលណាអស់ទាំងគេទាំងឡាយនៅក្នុងរឿងរាមកេរ្តិ៍គេនិយាយអំពីបរិមនិងសេដាហ្នឹងគឺថាបរិមគាត់ទៅរៀនមុនវិជ្ជាជាមួយនឹងអេសីសិនហើយបានគាត់ទៅលើកណាធ្នូដើម្បីយកនាងសេដាបាននាងសេដាហើយបានចូលមកនៅក្នុងអរុជារួចហើយបាននិរទេសទៅក្រៅប៉ុន្តែនៅក្តោដូនទាវហ្នឹងនៅវត្តក្តោហ្នឹងយើងឃើញថាបរិមដើរទេសសិនដើរទេសហ្នឹងគឺនិរទេសចេញពីនគរណារួចហើយបានទៅរៀនមុនវិជ្ជាមួយអេសីរៀនមុនវិជ្ជាអេសីបានទៅជួបនាងសេដាបាននាងសេដាទៅជាភរិយាបានទៅជាមហេសីរួចរឿងហ្នឹងគឺថាអត់ដូចរឿងហ្នឹងគឺថាដូចគ្នាមួយតចកនិទានរឿងហ្នឹងគឺទៅអានរបស់គាត់ហ្នឹងគឺតាមលំដាប់រឿងរបស់គាត់អញ្ចឹងដូចតចកដែរហើយហ្នឹងគឺទៅខ្ញុំនិយាយខុសពីពុទ្ធសាសនាដិតខុសពីច្បាប់ស្ដេចរាមាទី1ខុសពីរបស់ស្ដេចជវាវាំងជួនសម្ដេចជវាវាំងជួនក៏ដូចគ្នាដែរណាខាងខុសគ្នាហ្នឹងគឺថាដំណើរដើមតងវាឃើញវាច្រើនដូចគ្នាអញ្ចឹងដែរណាប៉ុន្តែនៅក្នុងហ្នឹងយើងឃើញមានការផ្សំជាមួយនឹងអតិពលណារឿងរាមកេរ្តិ៍ដែលមកពីខាងភាសាខាងច្បាប់បរិទ្ធនិពន្ធស្ដេចរាមាទី1ដែរឧទាហរណ៍ដូចឈុតរឿងអេសីកលៃកោតនេះណាយើងឃើញថាអត់មាននៅក្នុងរាមកេរ្តិ៍យើងអត់ប្រទះឃើញទេនៅសុកក៏ឃើញនៅបាត់ដំបងហ្នឹងអានឹងមកពីក្នុងឯងអតិពលមើលទៅណាហើយឈុតនាគណានាគខ្ជាក់ពឹសហ្នឹងគឺថានេះនិយាយពីរឿងនាគមកូណានាគមកូនាគទៅសំទុះของបោះថៃនិយាយថានាគមានស្អីជាមួយនឹងពោះដីយ៉ាងរបស់ខ្មែរថាមានជាមួយស្អីគេបោះតាចកណាថាមានជាមួយឆ្កែហើយបោះតាគ្រុឌថានាគនៅក្រោមនោះខឹងស្អីគេកូនសិស្សតាយស្អីហ្នឹងគឺថាបាញ់ធ្នូហ្នឹងថ្លែងសហ្នឹងវាក្តឹមក្តាំងនៅម្បាននៅមិនសុកណាអញ្ចឹងយើងឃើញថាតើហ្នឹងវាច្បាប់ដែលតាក់ទងនឹងនេះវាគឺទៅត្រូវជាងពិសេសមួយទៀតគឺរឿងនេះសុំកោបាយទឹកអីហ្នឹងគឺថារបៀបហ្នឹងគឺថាមកពីខាងក្នុងដែរយើងខាងយើងអត់ដែរឃើញរបៀបអញ្ចឹងណានឹងបាយទឹកហ្នឹងហើយនាងការកណាសូមមកលួចបាយអីអញ្ចឹងជាដើមណានេះក៏វាជាលក្ខណៈប្លែកណាហើយសំណួរបន្តទៀតថាតើជាងនេះគាត់បានរឿងរាមកេរ្តិ៍មកពីច្រើនកលប្រភពយើងឃើញចុះរឿងរាមហើយចុះអាគំនិតនៃការតែងសាច់រឿងហ្នឹងនៅលើអញ្ចាំងនេះជាចម្លាក់រឿងនេះគាត់បានពីណាមកបើសិនជាយើងពិនិត្យប្រៀបធៀបជាមួយនឹងតួលក្អងដែលគេឆ្លាក់នៅលើអញ្ចាំងហ្នឹងណាជាមួយនឹងស្បែកមួយចំនួនយើងឃើញថាមានលក្ខណៈដូចគ្នាដោយករណីនៅក្នុងរូបដែលខ្ញុំបង្ហាញហ្នឹងមានតួអង្គដែលឈរនៅលើរូបនាគកំពុងតែហោះហ្នឹងលក្ខណៈឈរបែបហ្នឹងដូចខាងលើនេះណាគេហៅតែរបៀបឈរបែបព្យួរហយាត្រាណាយើងឃើញថាស្បែកគេឈរអញ្ចឹងហើយមាននាគនេះឃើញនាគនៅពីក្រោមដូចគ្នាយ៉ាងបងហោះឯនេះអញ្ចឹងដែរអញ្ចឹងបានន័យថាម៉េចជាងហ្នឹងក៏គាត់ឃើញស្បែកហ្នឹងឯងឃើញគេលេងស្បែកឃើញអីហ្នឹងរូបស្បែកហ្នឹងគាត់យកអាហ្នឹងមក
តម្លើងទៅជាចម្លាក់បៃអអានេះច្បាស់មែនតើគឺអ្នកដើមនរលឆន្ទៈនេះឥន្ទ្រជិតទៅធ្វើពិធីហ្នឹងឃើញថាដូចគ្នានឹងរូបស្បែកនឹងឥន្ទ្រជិតទៅធ្វើពិធីនឹងដើមនរលឆន្ទៈនឹងឃើញធ្វើក្បាច់ស្អីនឹងដូចគ្នាមានពុំស្អីនឹងដូចគ្នាអញ្ចឹងអាហ្នឹងគឺថាអតិពលគេហៅគំនិតមកពីអតិពលអារូបភាពហ្នឹងមកពីរឿងស្បែកដែរណាប្រហែលនេះបានមកពីខាងស្បែកនឹងឯងអញ្ចឹងខ្ញុំសូមសរុបណារឿងនឹងបន្តិចណាមើលទៅដូចថាវិញឆ្ងាយណាទៅសរុបបន្តិចតែនេះទេសរុបមកវិញចម្លាក់រឿងរាមកេរ្តិ៍វត្តក្ដុលនេះជាស្នាដៃរបស់ជាងរស់ណាបើមិនតែយើងមើលតាមភស្តុតាងដែលមាននៅសប្តាហ៍ថ្ងៃហ្នឹងគឺថារបស់ជាងរស់ហើយគាត់អ្នកធ្វើហើយគាត់ធ្វើឡើងនៅរវាងឆ្នាំ1928ណាជាងរស់ហ្នឹងទំនងជាបានយកសាច់រឿងរាមកេរ្តិ៍ដែលជាសាច់រឿងដែលគេសម្ដែងល្ខោននៅក្នុងខេត្តបាត់ដំបងណាជាពិសេសល្ខោនស្បែកណាយកមកតម្លើងណាឬក៏អាចជារឿងរាមកេរ្តិ៍ដែលគេដឹងទូទៅដោយសារតែគេលេងរឿងស្បែករឿងអីហ្នឹងទៅគេដឹងរឿងហ្នឹងទូទៅអញ្ចឹងទៅគាត់ក៏យកអារឿងហ្នឹងមកលេងមកតម្លើងណាយកមកតម្លើងនៅលើជាចម្លាក់ហ្នឹងណានៅតាមកំពែងខឿនព្រះវិហារហ្នឹងតែរឿងពិសេសមួយទៀតដែលយើងគួរតែចាប់អារម្មណ៍បន្តិចហើយយើងគួរតែចាត់ទុកថាវាជាចំណុចពិសេសរបស់បាត់ដំបងហ្នឹងគឺថាការលេចឡើងនៅរឿងណាសាច់រឿងដែលមានការផ្សំគ្នាពីកន្លែងផ្សេងហ្នឹងបានន័យថាជាងគាត់មិនមែនគេថាមិនងាប់កាឡាណាគាត់ប្រើតែអ្វីដែលគាត់មានគាត់អាចមានចំណេះដឹងទៅយកណាឬក៏មើលនៅកន្លែងផ្សេងហើយយកឲ្យអស់ហ្នឹងមកបាច់បញ្ចូលគ្នាទៅជារសជាតិរបស់គាត់ហើយនៅពេលដែលគាត់យកអារបស់ផ្សេងហ្នឹងមកច្បាច់បញ្ចូលគ្នានឹងឯងវាខ្លាយទៅជារបស់ថ្មីសួរថាដូចថៃអត់ក៏អត់ដូចថៃដូចខ្មែរកណ្ដាលអត់ក៏អត់ដូចខ្មែរកណ្ដាលដូចខាងសៀមរាបត្មងក៏អត់ដូចខាងសៀមរាបអញ្ចឹងហើយវាទៅជារបៀបដែលប្លែកខុសពីគេវាខ្លាយទៅជាលក្ខណៈពិសេសមួយដែលមានតែនៅខាងបាត់ដំបងអញ្ចឹងណាខ្លាយទៅជាលក្ខណៈរបស់អ្នកបាត់ដំបងអញ្ចឹងទៅណាអញ្ចឹងអានេះគឺជាតម្លៃដ៏សំខាន់មួយរបស់ចំណាក់រឿងរាមកេរ្តិ៍នៅវត្តក្ដុលហ្នឹងដែលយើងគួរតែថែរក្សាវាបន្តទៅហើយវាជាតម្លៃមួយរបស់អ្នកបាត់ដំបងដែលពិបាករណានៅពេលអនាគតមុខយើងពិបាកនឹងរនឹងរបស់នឹងឲ្យនៅបន្តទៀតណាហើយបើសិនជាអាចគួរតែមានការអភិរក្សឬក៏ការមើលថែរក្សាណាមួយដែលសមគួរព្រោះឥឡូវហ្នឹងគឺថាចាប់ដើមឈូបបដាឲ្យព្រោះត្រូវថ្ងៃត្រូវខ្យល់ហ្នឹងសម្បើមណាស់ខ្ញុំសូមអរគុណសម្រាប់ការស្ដាប់បទបង្ហាញរបស់ខ្ញុំពីដើមដល់ចប់ហើយអរគុណទៅដល់វិទ្យាស្ថានពុទ្ធសាសនាបណ្ឌិតដែលបានផ្ដល់ឱកាសមកឲ្យខ្ញុំម្ដងទៀតហើយអរគុណលោកគ្រូហ៊ុនឈុនតេងដែលបានជួយពិនិត្យលើអក្សរចម្លាក់សំទោសអក្សរសិលាអក្សរចរិតនៅលើហ្នឹងដែលខ្ញុំនិយាយពីរឿងនេះហ្នឹងគាត់បានជួយពិនិត្យមើលដែរហ្នឹងហើយអរគុណដល់អស់លោកអ្នកដែលបានស្ដាប់ហ្នឹងហើយបើមិនសិនជាមានសំណួរអីដែលអាចខ្ញុំឆ្លើយបានខ្ញុំនឹងឆ្លើយបានអញ្ចឹងយើងមានពេលហើយជា10នាទីអីដែរហ្នឹងជ្រាបសំណួរចម្លើយឬក៏តាមជាក់ស្ដែងអរគុណបាទសូមអរគុណលោកបណ្ឌិតជារងច្រើនដែលបានធ្វើបទបង្ហាញអំពីចម្លាក់រឿងរាមកេរ្តិ៍នៅវត្តក្ដុលនេះឯងបាទដល់នេះឯង